ត្រូវតែឈ្នះដើម្បីមានផ្ទះនៅគ្រប់យ៉ាងដែលខ្ញុំមានព្រោះខ្ញុំជួយធ្វើឲ្យបងគាត់ស៊ូធ្វើការងារសពបែបយ៉ាងដើម្បីបានលុយខ្ញុំទៅរៀនទោះជាចាប់ប៉ុណ្ណាខ្ញុំត្រូវតែឈ្នះដើម្បីប្អូនខ្ញុំទោះឧបសគ្គធំប៉ុណ្ណាក៏គាត់តែងតែទៅមុខជានិច្ចសម្រាប់ខ្ញុំគាត់ហ៊ានលះបង់គ្រប់យ៉ាងនេះជា hero របស់ខ្ញុំ Verb for Unstoppable Hero ជំនះគ្រប់ឧបសគ្គជាមួយនឹងភេសជ្ជៈបើកម្លាំង Work ស្អាយត្រជាក់ធ្វើអារម្មណ៍ស្រស់ស្រាយរសជាតិម៉ុងតុលត្រជាក់បំពង់កភេសជ្ជៈបើកម្លាំង Work ស្អាយជំនះគ្រប់ឧបសគ្គCambodia Cola រសជាតិនៃភាពរីករាយទោះបីនឿយហត់ក៏យើងមិនរុញរាព្រោះយើងគិតពីគោលដៅរួមដើម្បីសម្រេចជោគជ័យភេសជ្ជៈបើកម្លាំងកម្ពុជាថាមពលដ៏ជោគជ័យការផ្ដល់មកវិញនៃសារធាតុរ៉ែដែលបាត់បង់ជារឿងសំខាន់បំផុតភេសជ្ជៈបំពេញជាតិទឹកកម្ពុជាបំពេញធម៌ពលដើម្បីបន្តសកម្មភាពនិងឆ្ពោះទៅមុខជានិច្ច Cambodia Sport ល្អសម្រាប់រាងកាយនិងសុខភាពបើកបយូអស់កម្លាំងមែនទេដាស់មួយទេដាស់ភេសជ្ជៈបើកម្លាំងផ្សំឡើងដោយយិនសិនវីតាមីននិងតូរីនទ្វេដងដាស់ជំនួយដល់ការបើកបរបានយូរជាងគេមិនទាន់ស្វាំងស្វឹងមែនដាស់មួយទេដាស់ភេសជ្ជៈបើកម្លាំងផ្សំឡើងដោយយិនសិនវីតាមីននិងតូរីនទ្វេដងទោះបីជាជប់លៀងដល់យប់ជ្រេយ៉ាងណា Gas បន្សាបចិត្តស្រវឹងបានលឿនជាងគេផ្លូវឆ្ងាយងើយគេមែនទេដាស់មួយទេ Gas ភេសជ្ជៈបើកម្លាំងផ្សំឡើងដោយយិនសិនវីតាមីននិងតូរីនទ្វេដង Gas ជួយឲ្យស្វាងងើយគេបានលឿនជាងគេបើបយូអស់កម្លាំងមិនតន់ស្វាងពីយប់មិញងើយគេGas ផ្សំឡើងដោយយិនសិនវីតាមីននិងតូរីនទ្វេដងឈ្នះរថយន្ត Mitsubishi Xpander ឈ្នះរង្វាន់ម៉ូតូ Honda Dream និងឈ្នះរង្វាន់ទូរស័ព្ទដៃ Samsung Galaxy A55 ជាច្រើនរង្វាន់Das រង្វាន់ខ្លាំងឈ្នះច្រើនភេសជ្ជៈ Das គ្មានជាតិស្ករ Das Zero Sugarសំឡើងពីយិនសិនកម្រវីតាមីន B2 B3 B6 និងតូរីនទ្វេដងគ្មានជាតិស្ករហើយមិនប៉ះពាល់ដល់សុខភាពភេសជ្ជៈបើកម្លាំង Das គ្មានជាតិស្ករតែនៅតែខ្លាំងកាន់តែប្លែកជាមួយ Ice រសជាតិផ្លែឈើរសជាតិទំពាំងបាយជូររសជាតិក្រូចរសជាតិផ្លែឈើចម្រុះរសជាតិក្រូចឆ្មាឆ្ងាញ់ធ្វើអារម្មណ៍ស្រស់ស្រាយបើមិនថ្មីមិនមែន Ice ទេរសជាតិថ្មី Ice ទំពាំងបាយជូរចាប់យកភាពស្រស់ស្រាយឥឡូវនេះរូបរាងកាន់តែទាន់សម័យ
ជាមួយអាយរសជាតិទំពាំងបាយជូរជាប់មាត់ជាប់ចិត្តមាន់ ខ្ញុំគឺកម្ពុជាដំណើររបស់ទឹកនៅលើទឹកដីដ៏ចំណាស់មួយនេះផ្សារភ្ជាប់ជាមួយជីវិតខ្ញុំគឺនាងនាគរឿងព្រេងមួយដែលត្រូវបានត្បាញនៅក្នុងស្បែកខ្មែរនិងរស់នៅក្នុងពិធីមង្គលការខ្មែរការរួមបញ្ចូលដល់សក្ការៈនៃទឹកដីនិងពូជពង្សខ្ញុំគឺកម្ពុជាដំណើរជីវិតរបស់ខ្មែរផ្សារភ្ជាប់ដោយស្នាមញញឹមដែលមានអត្តសញ្ញាណរួមគ្នាជាប្រជាជាតិតែមួយហើយខ្ញុំគឺទឹកពិសាកម្ពុជាខ្ញុំគឺកម្ពុជាខ្ញុំគឺប្រជាជនកម្ពុជាប្រជាជនខ្មែរនិងជំនឿខ្មែរបង្កើតខ្មែរកត់ត្រាស្នាដៃរាប់ពាន់ឆ្នាំតាំងពីបុរាណខ្ញុំគឺសវណ្ណមច្ឆាដែលរងទៅតាមរលកនៃពេលវេលារលកដែលរុញច្រានដំណើរខ្មែរពីមួយជំនាន់ទៅមួយជំនាន់ហើយខ្ញុំគឺទឹកពិសាកម្ពុជាខ្ញុំគឺកម្ពុជាខ្ញុំប្រយុទ្ធខ្ញុំអភិរក្សខ្ញុំជាអ្នករក្សាក្បាច់គុណដូនតាខ្មែរខ្ញុំគឺកូនខ្មែរចំនួនក្រោយជាកូនខ្មែរអ្នកបន្តវេនពោរពេញដោយភាពស្វាហាប់ខ្ញុំជាកូនខ្មែរបង្កើតផលិតផលខ្មែរអត្តសញ្ញាណខ្មែរសម្រាប់ប្រជាជនកម្ពុជាហើយខ្ញុំគឺទឹកពិសាកម្ពុជា
បាទសូមលំអរកាយគ្រូជ្រាបសួរដល់ត្រង់ឯកឧត្តមលោកស្រីបងប្អូនប្រិយមិត្តទស្សនិកជនស្វាគមន៍មកកាន់ការប្រកួតពានរង្វាន់ Civic Cup 2026ជើងទី2នៅឯឥណ្ឌូនេស៊ីការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលបងប្អូនប្រិយមិត្តដឹងហើយថាកម្ពុជាយើងនៅក្នុងពូលជាមួយនឹងម្ចាស់ផ្ទះបាទមានឥណ្ឌូនេស៊ីជាមួយនឹងហ្វីលីពីនបាទហើយបងប្អូនប្រិយមិត្តក៏ឆ្ងល់ដែរបងមិនក៏មានការប្រកួតមានជើងទី1ជើងទី2អញ្ចឹងសម្រាប់ពានរបស់យើងដែលបានប្រកួតទៅដើមបានហ្នឹងយ៉ាងម៉េចដែរអញ្ចឹងជម្រាបជូនបងប្អូនប្រិយមិត្តម្ដងហើយម្ដងទៀតសម្រាប់ពានរង្វាន់ Civic Cup ឬមួយក៏កាលពីមុនគេ Civic League ហ្នឹងបាទគឺការរៀបចំនេះគឺគេហៅថាមាន2ប្រទេសអញ្ចឹងសម្រាប់ពានរង្វាន់ហ្នឹងលើកទី1នៅប្រទេសហ្វីលីពីនអញ្ចឹងបើសិនជាក្រុមណាលេខ1លើកពានគឺបានពានហើយណាអញ្ចឹងសម្រាប់ជើងទី1អញ្ចឹងទៅគេហៅថា Civic Cup នៅហ្វីលីពីនហើយមួយទៀត Civic Cup នៅឥណ្ឌូនេស៊ីបើសិនជាកម្ពុជាយើងឈ្នះម្ដងទៀតគឺថាពាននៅខាងឥណ្ឌូនេស៊ីផ្សេងបាទអញ្ចឹងបងប្អូនមិត្តគេថាបើសិនជាយើងគិតទៅថាពានរង្វាន់ហ្នឹងគឺ2ផ្សេងគ្នាប៉ុន្តែការរៀបចំបានន័យថាឈ្មោះ Civic Cup ហ្នឹងដូចគ្នាក្នុងមួយឆ្នាំគេរៀប2ដងអញ្ចឹងទៅបាទអរគុណដល់ពុកម៉ែបងប្អូនរិមិត្តទស្សនិកជនដែលកំពុងតែទស្សនាបងប្អូនខ្លះក៏សប្បាយចិត្តឥតឧបមាដែលកម្ពុជាយើងបានឈ្នះបាទជើងឯក Civic Cup នៅឯបាទហ្វីលីពីនដោយលទ្ធផលនោះគឺ3-2យកឈ្នះឥណ្ឌូនេស៊ីឥឡូវនេះស្រាប់តែថ្ងៃនេះការប្រកួតសន្សំបន្ទុនៅខាងនេះយើងជួបម្ចាស់ផ្ទះជាមួយឥណ្ឌូនេស៊ីទៀតទៅតែប្រកួតគ្នាប្រហែលថ្ងៃមុនទេឥឡូវមកជួបគ្នាម្ដងទៀតហើយសមាជិកភាពសម្រាប់កម្ពុជាយើងអត់មានការដោះដូរទេហើយសម្រាប់ឥណ្ឌូនេស៊ីមានការដោះដូរកីឡាករខ្លះដែរអញ្ចឹងបងប្អូនប្រិមិត្តបាទសម្រាប់ការប្រកួតជើងទី2នេះក្រុមនីមួយៗអាចដោះដូរផ្លាស់ប្ដូរកីឡាករបាន
អរគុណមិត្តមិត្តហើយក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អ្នកផ្សំធំនៃកម្មវិធីអរគុណដល់ភេសជ្ជៈបើកម្លាំង work ភេសជ្ជៈបើកម្លាំង work បង្កើនធម៌ពលឥតឈប់ឈរអរគុណដល់ work អាចត្រជាក់ខ្លាំងបើកម្លាំងខ្លាំងបាទហើយសម្រាប់ភេសជ្ជៈបើកម្លាំង work បានជំរុញកីឡាបាល់ទះកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិ work ជាផលិតផលខ្មែរ 100% ដែលជាអ្នកជួយជ្រោមជ្រែងនិងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជាឲ្យល្បីរន្ទឺលើឆាកអន្តរជាតិឧបត្ថម្ភទាំងស្រុងក្នុងដំណើរឆ្ពោះទៅការប្រកួត Civic Cup លើកទី6 ហើយ work ប្រកាសឧបត្ថម្ភ100 លានរៀលប្រសិនបើក្រុមជម្រើសជាតិកម្ពុជាឈ្នះលេខ1បាទនៅហ្វីលីពីននិងឥណ្ឌូនេស៊ីបាទអញ្ចឹងឥឡូវនេះគឺ work អស់50 លានរៀលហើយដោយកម្ពុជាយើងឈ្នះនៅហ្វីលីពីនបាទលេខ1ណាអញ្ចឹងចាំមើលថាតើសម្រាប់នៅខាងបាទ Civic Cup នៅខាងឥណ្ឌូនេស៊ីនេះតែកម្ពុជាយើងអាចដណ្ដើមប្រាក់រង្វាន់50 លានរៀលបន្ថែមទៀតពី work បានទេអរគុណដល់ work ដែលបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅការប្រកួត Civic Cup លើកទី6នេះ work ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games បាទក៏ដូចជាប្រកួតកីឡាបាទអន្តរជាតិអរគុណមករដ្ឋមន្ត្រីទស្សនិកជនដែលកំពុងតែទស្សនាបងប្អូនកុំភ្លេចជួយចុច like share ចែករំលែកការផ្សាយម្នាក់មួយមកណារដ្ឋមន្ត្រីណាបាទថ្ងៃនេះសម្រាប់បាទដូចរាល់ដងបងប្អូនរដ្ឋមន្ត្រីសម្រាប់លទ្ធផលនៃការប្រកួតទោះជាលទ្ធផលយ៉ាងណាបើសិនជាបាទកម្ពុជាយើងឈ្នះយើងមានមោទនភាពសាទរអបអរសាទរណាហើយបើសិនជាលទ្ធផលមិនសមប្រកបដែលយើងមិនបានជ័យជំនះក៏សូមចូលរួមលើកទឹកចិត្តបាទជួយរួមលើកទឹកចិត្តកីឡាករយើងទាំងអស់គ្នាណាបងប្អូនប្រិយមិត្តហើយសម្រាប់ការប្រកួតថ្ងៃនេះគឺសន្សំបន្ទុកទេទោះយើងឈ្នះចាញ់ក៏យើងនៅមានការប្រកួតមួយប្រកួតទៀតនៅបាទស្អែកនេះបាទម៉ោង7បាទជាមួយនឹងហ្វីលីពីនណាបងប្អូនដើម្បីកាត់សេចក្តីថាយើងឡើងទៅកាន់វគ្គបន្តឬក៏យ៉ាងណាអរគុណបងប្អូនប្រិយមិត្តទស្សនិកជនចឹងសម្រាប់ថ្ងៃនេះក៏បាទការប្រកួតគឺបងប្អូនប្រិយមិត្តរំលឹកការពីការប្រកួតនៅឯខាងហ្វីលីពីនការពីជួបឥណ្ឌូនេស៊ីនៅក្នុងវគ្គសម្បតុបាទគឺយើងបានចាញ់ដោយលទ្ធផល3-0ណាហើយប្រកួតជាមួយហ្វីលីពីនការថ្ងៃដំបូងនេះគឺយើងឈ្នះបាទ3-2បាទហើយសម្រាប់បាទដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រាត់យើងឈ្នះបាទជម្រើសជាតិថៃបាទ3-1ឡើងទៅកាន់វគ្គផ្ដាច់ព្រាត់ជួបឥណ្ឌូនេស៊ីម្ដងទៀតគឺយើងបានយកឈ្នះ3-2ក្រងជើងឯកបាទ Civic Cup នៅឯខាងហ្វីលីពីនបាទអញ្ចឹងសម្រាប់បាទនៅខាងពូលម្ខាងទៀតនោះគឺមានវៀតណាមថៃហើយនិងមីយ៉ាន់ម៉ាបងប្អូនប្រិយមិត្តណែបាទជម្រើសបាទ6នាក់ដំបូងបាទ7នាក់តាំងលីវេរ៉ូនោះគឺបានបង្ហាញខ្លួននៅលើទីលានហើយសម្រាប់ជម្រើសជាតិបាល់ទះកម្ពុជាមានកីឡាករវឿនវាសនាគួនមុំផលរតនៈបាទសួនច័ន្ទរោបាទកីឡាករដេញបាល់លឿនអុករដ្ឋាបាទហើយលីវេរ៉ូនោះគឺបាទសុវណ្ណរាដឹកនាំមកវឹកដោយលោកគ្រូបាទវ័យក្មេងរបស់យើងគឺលោកគ្រូនៅសមេតលោកគ្រូនៅសមេតបានបង្ហាញពីបាទសមត្ថភាពដ៏អស្ចារ្យដឹកនាំក្រុមបាទអញ្ចឹងបន្តបាទទៀតសូមលោកគ្រូបាទជួយដឹកនាំបន្ថែមទៀតហើយព្យាយាមដកស្រង់បទពិសោធន៍បន្ថែមរបស់លោកគ្រូបានគាត់នៅជាមួយនឹងលោកគ្រូធំបាទដូចជាលោកគ្រូលីជុនបាទលោកគ្រូហ៊ុននីនលោកគ្រូកុយបាបាទអញ្ចឹងដកស្រង់បច្ចេកទេសផ្សេងនេះគឺបន្ថែមឲ្យកីឡាករយើងបន្តទៀតណាបាទអញ្ចឹងបងប្អូនមិត្តចូលរួមលើកទឹកចិត្តលោកគ្រូទាំងអស់គ្នាបាទហើយសម្រាប់ខាងឥណ្ឌូនេស៊ីបងប្អូនមិត្តទស្សនិកជនបាទគេប្រើឯកសណ្ឋានក្រហមថ្ងៃនេះបាទលោកគ្រូបង្វឹកនោះគឺលោកគ្រូសញ្ជាតិបាទកុយបាបាទលោកគ្រូបាទថូរៀនបាទថូរ៉ាន់បាទរិនសៀលបាទហ្វិនសូអញ្ចឹងលោកគ្រូសញ្ជាតិកុយបាហើយអរគុណលោកគ្រូបាទលោកគ្រូបានជួបគ្នានៅខាងឥណ្ឌូនោះគាត់ឧបត្ថម្ភស្បែកជើងបាទមកគូដល់ម្នាក់មកគូដល់កីឡាករជម្រើសជាតិបាល់ទះកម្ពុជាយើងណាបាទអញ្ចឹងគេថា
ក្នុងទីលានគឺជាគូប្រកួតប្រជែងហើយនៅក្រៅទីលាននោះគឺមិត្តភាពណាបាទអរគុណច្រើនលោកគ្រូបងប្អូនមិត្តទស្សនិកជនតោះបាទរីករាយទស្សនាការប្រកួតទាំងអស់គ្នាសេវាដំបងពីសួនច័ន្ទរោបាទគេហៅថាសែនតារាងមួយបាទហើយបាទចេញក្រៅបាទហើយបាទចេញក្រៅបាទហើយបាទហ្វាហាន់បាទអ្នកលេងផ្លែសេវាធ្ងន់បាទ outside hitter បាទស្មាត់ស្ដាំណែបាទសេវាហ្វាហាន់ណែទម្រង់បាទវាយចូលថ្នាក់បាទសវណ្ណរាលើកឲ្យវឿនវាសនាជាប់រនាំងណែនជាប់រនាំងណែនបាទខាងឥណ្ឌូនេស៊ីក៏មានការកោះហៅដោះដូរកីឡាករដែរបងប្អូនមិត្តបាទគឺបាទលូវីបាទគាត់បាទក្លុកបាទនៅខាងលីកបាល់ទះកម្ពុជាដែលចូលលីកណា3រដូវកាលហើយបានជាបាទពានឯកតជនឆ្នើមដែរបាទអញ្ចឹងឃើញថានេះសបញ្ជាក់ឲ្យឃើញថាលីកបាល់ទះកម្ពុជាយើងមិនមែនលីកធម្មតាទេណាមិនមែនលីកធម្មតាទេសិតតែខ្លាំងហើយបងប្អូនសិតតែខ្លាំងហើយដែលកីឡាករអាចជាប់ជម្រើសជាតិនេះបងប្អូនប្រិមិត្តបាទអញ្ចឹងបងប្អូនប្រិមិត្តចូលរួមទស្សនាជួយ share ម្នាក់មួយទៀតបងប្អូនប្រិមិត្តបាទយ៉ាងមិនចេះបាទ3-0បាត់ទៅហើយបងប្អូនហើយច្បាប់ថ្មីនៅខាងការប្រកួតនេះគឺយកតាមខាង AVC មកគឺបោះលក្ខណៈថាបោះឆ្កឹះយ៉ាងណាគឺអត់ជាប់ទេបាទអត់ឲ្យទេតើតែវាយតើផ្ទះស្រាលបាទនេះជើងក្រោមដកវិញផលរតនៈអត់ទេបាទឥឡូវនេះបាទលោកគ្រូអញ្ញាកណាថា2ប៉ះហើយបាទ2ប៉ះហើយបាទបងប្អូនទស្សនាបានប្រហែល K ហើយបងប្អូនជួយ share មួយមកបងប្អូននេះបាទណែបាទបយបាទលោកគ្រូញ៉ាំកដាថាបយ2ប៉ះហើយបាទលើសេវាទៅធ្ងន់ប៉ុន្តែតាក់សំណាញ់បាត់ហើយពីគួតមុំបាទ4-1បាទនេះសេវាចេញពីបាទពុត្រាបាទ middle block បាទវ័យក្មេងដែរបាទឥណ្ឌូនេស៊ីសពោធនធានកីឡាករណាជាពិសេសបាទវ័យក្មេងបាទនេះវ៉ាន់បាទគាត់គេហៅសើគ្នាចឹងបាទបងប្អូនបាទកីឡាកររបស់យើងណាបាទអត់ពីរៀមច្បងទៅព្រោះដូចបាទអាយដាមដិតដែលបានដឹកនាំទៅអញ្ចឹងថាកីឡាករយើងចាស់រៀមច្បងនេះគឺសិតតែជួសជុលប្រើទេបាទវាយឲ្យជួសជុលបាទលងបដាងលងអីខ្ចៅខ្ចងនេះរឹតបាទដាក់ភ្លេងប្រើបន្តទៀតណាអូបាទជាប់បាំងណែនបាទអញ្ចឹងអូនកីឡាករនោះគឺព្យាយាមប្រឹងប្រែងបង្ហាត់បន្ថែមបាទយុវជនបន្តវេនពីរៀមច្បងណាអូនបាទនៅវ័យហ្នឹងខិតខំប្រឹងប្រែងវឹកហាត់ឲ្យខ្លាំងក្លាមែនទែនដើម្បីបាទជាសទ្រូងបាទគេថាតែពាំងស្នងរៀមច្បងរបស់យើងបាទសេវាពីផលរតនៈចូលថ្នាក់បាទហ្វាហាន់អីយ៉ាបាទស្ដាំទេបយបាទបយនេះបាទគឺបាទឈុតនេះគឺឈុតឈ្នះបាទ AVC Cup ដែលបយនេះគឺបានពៀន2ម្នាក់ឯងបាទនៅ AVC ពៀន AVC ណាគីបអាស៊ីរបស់យើងនេះបាទរីទស្សនាបន្តទៀតបាទសេវាពីកីឡាករលេខ25របស់ឥណ្ឌូនេស៊ីទៅហើយបើចូលថ្នាក់បាគូនមុំឆ្លងបាត់ហើយទះទៅចូលបាទអុករដ្ឋាលើកដៃរាំងដែរអត់នៅទេបាទអត់នៅទេបាទភាគច្រើនបាទសេវាការវាយសេវានិងការទទួលសេវានេះគឺសំខាន់មែនទែនសម្រាប់ការប្រកួតបាទលើសេវាចេញពីបាទកីឡាករលេខ25បាទរបស់ឥណ្ឌូនេស៊ីទៅទីរ៉ៃធ្ងន់ចូលថ្នាក់បាទសវណ្ណរាលើកឲ្យវឿនវាសនាបាទហ្វាហាន់នឹងក្រោយទទួលល្អមែនទេបយផ្ទះបច្ចេកទេសយកបានវិញពីណារ៉ូដកទៅរៀងជ្រុលឆ្កឹះបញ្ចូលមួយយកបានពីលីវ៉ារ៉ូផ្ទះឆ្វេងជាប់រនាំងណែនបាទ3ម៉ែត្រឲ្យបាននីប្រាសជាប់រនាំងរបស់កម្ពុជាណែនហើយបាទរូបភាពយឺតម្ដងទៀតបាទណែនប៉ែរមិតអុករដ្ឋា
ឥឡូវសេវាចេញពីបាពិនសារុនចូលថ្នាក់បាហ្វាហាន់លើកឲ្យឆ្វេងបាទនីប្រាសបាទម្ដងនេះដាច់ហើយតែមិនដាច់ហើយរូបភាពយឺតណែបាទអ្នកប៉ាសេឥណ្ឌូនេស៊ីស្តៀងនឹងណារ៉ូដែរតម្រង់លេងណាព្រោះដោយសារតែប៉ាសេឲ្យឆ្វេងអត់ដាច់គាត់ប៉ះម្ដងទៀតប៉ះតតែដាច់បាទលេងនេះសេវាពី boy របស់ឥណ្ឌូនេស៊ីតាក់សំណាញ់បាត់ទៅហើយបាទ boy នេះកាលពីមកស៊ីហ្គេមបាទនៅកម្ពុជា2023ណាបាទគាត់នៅក្មេងនៅឡើយទេកាលនឹងអត់បានចូលទេបាទគាត់នៅបំរុងទេប៉ុន្តែប្រហែលឆ្នាំចុងក្រោយនេះណាបងប្អូន3ឆ្នាំចុងក្រោយគឺគាត់អភិវឌ្ឍខ្លួនរហូតបានចូលលេងហើយគាត់បង្ហាញខ្លួនខ្លាចជាកីឡាករ snow សំខាន់របស់ជម្រើសជាតិទៀតបាទសេវាពីវឿនវាសនាតាក់សំណាញ់ទៅហើយបាទឥឡូវនេះសម្រាប់បាទបច្ចេកទេសបងប្រិមិត្តគឺការសម្រាប់បច្ចេកទេសនេះក៏អរគុណដល់អ្នកខំធ្វើនៃកម្មវិធីអរគុណដល់ភេជ្ជៈពេលកម្លាំង work បង្កើនអារម្មណ៍ពលឥតឈរអរគុណដល់ work i ត្រជាក់ខ្លាំងពេលកម្លាំងខ្លាំងបាទហើយអរគុណដល់ work ដែលបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅការប្រកួត Civic Cup លើកទី6អរគុណពុកម៉ែបងប្អូនមិត្តទស្សនិកជនបាទឃើញថាសម្រាប់ជើងទី2នៅឥណ្ឌូនេះបាទក្រុមការងារខាងផ្សាយផ្ទាល់បញ្ជួយរូបភាពពីខាងឥណ្ឌូនេស៊ីនោះគឺបានមកល្អយកបាន live នៅក្នុងបាទ Facebook ងាយស្រួលបងប្អូនមិត្តបានទស្សនាណាឥឡូវនេះសេវាទៅឲ្យចូលថ្នាក់វឿនវាសនាលើកឲ្យអុករដ្ឋាកីឡាករដេញបាល់លឿនរូបភាពយឺតណែបាទកាចមែនទេអុករដ្ឋាបាទលេខសេវាពីអុករដ្ឋាចេញក្រៅទេបាទ6ទល់នឹង9ទៅមែនទស្សនាបន្តសេវាទៅឲ្យចូលថ្នាក់បាទគួនមុំលើកខ្ពស់ឲ្យគួនមុំទះទៅចេញក្រៅបាទយ៉ាងម៉េចចេះបង្ហាញកាយវិការថាប៉ះដៃបាទគួនមុំថាប៉ះដៃលោកគ្រូឥឡូវមានការតវ៉ាឆែកវីដេអូ challenge បាទពីខាងកម្ពុជាយើងបាទតោះបងប្រិមិត្តចូលរួមទស្សនាជួយ like share ម្នាក់មួយណាបាទប៉ះដៃហើយបាទលើសេវាទៅហើយបាទចូលថ្នាក់ Livro លើកនេះទះពីបាហ្វាហាន់តោះបងប្រិមិត្តចូលរួមទស្សនាខមមិនល្អទាំងអស់គ្នាណាបាទមិនល្អទាំងអស់គ្នាបងប្រិមិត្តទស្សនិកជនបាទលើសេវាចេញពីបាហ្វាហាន់លើសេវាពីហ្វាហាន់ចេញក្រៅបាទនៅខាងstart នៅខាងចាកាតាបាទឥណ្ឌូនេស៊ីនេះក៏មិនទាន់ជាពេញទេបាទនៅកម្ពុជាវិញបាទណែនប៉ែរត់តែកន្លែងដើរគ្មានទេនេះបងប្អូនមាននៅចន្លោះខ្លះដែរនេះហើយចូលក៏ញ៉ាំអាយយបើឆ្លងមកវិញយកបាន Livro ខាងនេះទះទៅទូរនាងណារ៉ូជួយបានរតនៈវាយពីប៉ះតែម្ដងយកបានវិញលើកឲ្យឆ្វេងចូលថ្នាក់ណារ៉ូឡងយកបានពី Livro មួយទៀតលើកឲ្យដមីរ៉ាមួយគ្រាប់នេះស្វិតស្វាញមែនតើមិនស្វិតស្វាញមែនតើបាទលើទស្សនាបន្តទៀតបាទសេវាទៅហើយបាទចូលថ្នាក់
បាទលើកឲ្យគួនមុំផ្ទះទៅចូលថ្នាក់បាទហ្វាហាន់លើកឲ្យឆ្វេងផ្ទះបែករនាងទៅហើយបាទហ្វេនខាងឥណ្ឌូនេស៊ីកំពុងតែផ្ទះដៃហូបាទឲ្យកីឡាកររបស់ខ្លួនអានេះរូបភាពជីជីបាទទស្សនាបន្តទៀតបាទសេវាចេញពីបាទខាងឥណ្ឌូនេស៊ីបាទចូលកញ្ញាំគួនមុំលើកឲ្យពិនសារុនដាច់បាំងគ្មានសល់ទេបាទពិនសារុនបាទកាលោតបឆោតពីផលរតនៈចែកបាល់យ៉ាងល្អពីសួនច័ន្ទរោបាទបងប្អូនទស្សនិកជនទស្សនាបាន 145k វ៉ាវបាទច្រើនមែនតើបងប្អូនណាបាទសេវាទៅជាប់បាំងណៃអាយ៉ាយកបានវិញទៀតលីប្រូបាញ់បញ្ចូលយកបានវិញពីអុករដ្ឋាលើកឲ្យពិនសារុនពិនសារុនរហស្សនាមកណ្ដោបបុកស្រូវពិនសារុនបាទឥឡូវនេះសេវាទៅទៀតហើយពីបាកីឡាករផលរតនៈចូលថ្នាក់បាបយលើកឲ្យហេដ្រាទស្សនាបន្តទៀតបាទសេវាពីបាទឥណ្ឌូនេស៊ីកីឡាករលេខ25បាទនីប្រាចូលទៅដល់បាទសវណ្ណរាលើកឲ្យវឿនវាសនាបាទពីលើបាំងរវណ្ណបាទ boom spy វាយពីលើបាំងស៊ីចង់លេងហ្នឹងបងប្អូនបាទអញ្ចឹងការវាយការម៉ាត់នេះមិនបាច់ថាទាញបលិច0ម៉ែត្រឬមួយក៏កន្លះម៉ែត្រ1ម៉ែត្រទេបាទវាយតាមមកលិចខាងក្រោយក៏បានមានណាយកបានទេអូបាទមកសងភ្លាមបងប្អូនណាហ៊ីដ្រាស្ទាយរបស់គាត់គឺស្ទាយ cooking អានេះហ៊ីដ្រាឥឡូវនេះសេវាចេញពី boy ចេញក្រៅទៅហើយបាទ boy បាទ12 14រមិតបាទបន្ទុកគឺបដិញគ្នាបាទគូនេះគឺមួយទៅមួយមកដូចគ្នាណារមិតបាទលើទស្សនាបន្តទៀតបាទសេវាទៅទៀតហើយពីបាទគូវិស្នាធ្ងន់ផ្ទះឲ្យហ្វាហាន់ជាប់បាំងយកបានពីលីប្រូវិញលើកឲ្យឆ្វេងបោះបញ្ចូលវិញយកបានពីបាទសវណ្ណរាជផ្ទះពីពិនសរុនអីឲ្យបញ្ចូលកញ្ញាំលើកឲ្យហ្វាហាន់បាទតែខើចបាំងមួយបាទមិនងាយចាប់ហ្វាហាន់ជាប់ទេបាទរូបភាពយឺតណែបាទហ្វាហាន់ដាក់ត្រាវវាអស់រលេងតែម្ដងបាទលេងសេវាចេញពីហិនដ្រាចូលថ្នាក់បាទសវណ្ណរាជលើកឲ្យអុករដ្ឋាធ្ងន់អូបាទចូលថ្នាក់វិញលើកផ្សារទៀតផ្ទះបញ្ចូលវ៉ាវអត់មានអ្នកបាក់ទេបាទមកគ្រាប់នេះរូបភាពយឺតបាទ boy បាទអត់មានអ្នកបាំងទេបាទ75គីឡូម៉ែត្រក្នុង1ម៉ោងការម៉ាត់ផ្ដាច់បាញ់មិញនេះបាទឥឡូវនេះ technical time out បាទសម្រាប់បច្ចេកទេសអរគុណរមិតបាទជួយឱកាសក្នុងការសម្រាប់បច្ចេកទេសនេះក៏អរគុណដល់អ្នកខំគុំនៃកម្មវិធីអរគុណដល់ភេទជាបើកម្លាំង work ដែលបានឧបត្ថម្ភទាំងស្រុងក្នុងដំណើរទៅការប្រកួតបាល់ទះ Civic Cup លើកទី6នៅឯហ្វីលីពីននិងឥណ្ឌូនេស៊ីអរគុណណាបាទ work ក៏បានឧបត្ថម្ភណា100លានរៀលប្រសិនបើកម្ពុជាយើងឈ្នះបាទជ័យលាភីលេខ1បាទនៅហ្វីលីពីននិងឥណ្ឌូនេស៊ីអញ្ចឹងឥឡូវនេះគឺឧបត្ថម្ភ50លានរៀលហើយនៅ50លានរៀលទៀតតើកម្មវិធីជាតិបាល់ទះកម្ពុជាអាច
ដណ្ដើមជ័យលាភីនៅឥណ្ឌូនេស៊ីនេះបានទៀតទេបងប្អូនទស្សនាបាន 160k ហើយបាទឃើញថាឡើងកប់មែនតើបាទសម្រាប់ថ្ងៃនេះអរគុណដល់បងប្អូនប្រិមិត្តពុកម៉ែបងប្អូនដែលកំពុងទស្សនាទាំងអស់គ្នាសេវាទៅឲ្យចូលថ្នាក់បាទគួនមុំលើកឲ្យប៉ិនសរុន8រនាងតែម្ដងបាទប៉ិនសរុនឥឡូវសេវាពីកីឡាករអុករដ្ឋាចូលថ្នាក់បាទបយលើកឲ្យឆ្វេងផ្ទះទៅចូលថ្នាក់បាទម៉ូវេទៅក្រោយបាត់ទៅហើយបាទរូបភាពយឺតម្ដងទៀតណែផ្ទះពីនីប្រាស់ណែដល់កអើយតែមិត្តបាទនីប្រាស់នេះ1.89 ម៉ែត្រតែមិត្តចូលថ្នាក់លើកឲ្យប៉ិនសារ៉ុនអូបាទលីង9 ម៉ែត្រខាងក្រោយនោះប៉ិនសារ៉ុនប៊ូមស្បាយឥឡូវទស្សនាបន្តទៀតផ្ទះទៅឆ្កឹះបញ្ចូលអីយ៉ាណារ៉ូដកពីរតនៈគួនមុំច្រកទៅហើយបាទពិន្ទុកំពុងតែបដិញពីក្រោយឥឡូវនេះសេវាទៅទៀតហើយបាទចូលថ្នាក់បយលើកឲ្យហ្វាហាន់ចូលសវេបាទឆ្លងចេញក្រៅបាត់ទៅហើយបាទមិត្តទស្សនិកជនទស្សនាការប្រកួតបន្តបាទនេះគឺសិតទី1បាទវគ្គសន្សំបន្ទុកណាបាទរវាងឥណ្ឌូនេស៊ីជាមួយនឹងបាទជម្រើសជាតិបាល់ទះកម្ពុជាយើងបន្ទុកកម្ពុជាយើងកំពុងតែតាមពីក្រោយ15ទល់នឹង18ឥឡូវនេះសេវាទៅទៀតហើយបាទចូលថ្នាក់បាទសវណ្ណរាជលើកឲ្យគួនមុំបាទប៉ាំងភ្លឹបលឿនណាស់រមិតប៉ាំងភ្លឹបលឿនណាស់មកគ្រាប់នេះបាទ Monster Block បាទជាប់រនាំងណែនបាទ17ទល់នឹង18កំពុងតែតាមក្រោយបាទតាមពីក្រោយដោយជម្រើសជាតិបាល់ទះកម្ពុជាយើងបាទឥឡូវនេះសេវាចេញពីបាទគួនមុំចូលថ្នាក់អីអើយមកវិញទៅក្រោយបាទហើយគួនមុំយេបាទគួនមុំ18សេវាឥឡូវនេះសម្រាប់បច្ចេកទេសបន្តិចសិនមកបាទជាការសម្រាប់បច្ចេកទេសនេះក៏អរគុណដល់អ្នកផលនៃកម្មវិធីបាទអរគុណដល់អភិជាកម្លាំងវើកដែលបានជំរុញវិស័យកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិហើយសម្រាប់ការប្រកួត CV Cup នេះវើកបានប្រកាសឧបត្ថម្ភបាទ100លានរៀលបាទអញ្ចឹង50លានរៀលនៅហ្វីលីពីនបាទកម្ពុជាយើងយកបានហើយជម្រើសជាតិនៅ50លានរៀលទៀតបើសិនជាឈ្នះជ័យលាភីលេខ1នៅឥណ្ឌូនេស៊ីទៀតគឺទទួលបានការឧបត្ថម្ភ50លានរៀលបន្ថែមទៀតបាទអញ្ចឹងអស់100លានណាបងប្អូនអរគុណដល់ work ខ្លាំងណាស់បាទសេវាចេញពីគួនមុំចូលថ្នាក់បយលើកឲ្យបយចូលថ្នាក់បាសវណ្ណរាជឆ្លងផ្ទះទៅអីចូលកញ្ញាំគួនមុំលើកឲ្យវឿនវាសនាចូលថ្នាក់បាទដកឲ្យបយជាប់រនាងណាន Wow! Amazing block! Monster block!
wow អូយបាទណែអូយបាទរូបភាពយឺតជាប់រនាំងរបស់កម្ពុជាណែនហើយឥឡូវនេះដោហើយរដ្ឋកីឡាករលូវីបាទដែលបាទគេថាលេងល្អនៅខាងដេកចូលលីកយើងណាផ្ទះឆ្វេងចូលថ្នាក់អត់នៅទេបាទល្បឿន75គីឡូម៉ែត្រក្នុង1ម៉ោងណាបងប្អូនប្រិមិត្តលឿនណាស់ណារ៉ូបើគាត់បង្ហាញទៅមុខស្ដាយបាទលើនេះសេវាចេញពីបាទឥណ្ឌូនេស៊ីចូលថ្នាក់បាទសវណ្ណរាជលើកឲ្យវឿនវាសនាអូយទៅជួយសង្គ្រោះដែរប៉ុន្តែអត់ដល់ទេបាទពីកីឡាករលេខ2របស់បាទឥណ្ឌូនេស៊ីបាទភូត្រាបាទពិន្ទុបាទកម្ពុជានាំវងវិញហើយមកប្រិមិត្ត20ទល់នឹង19ឥឡូវសេវាចេញពីកីឡាករផលរតនៈចូលកញ្ញាំបាលូវីលើកឲ្យដមីបាទហេនដ្រាលើទស្សនាបន្តទៀតបាទសេវាចេញពីនីប្រាសរបស់ឥណ្ឌូនេស៊ីចូលថ្នាក់បាទគួនមុំលើកឲ្យវឿនវាសនាវ៉ាវប៊ុំស្បាយបាទមួយគ្រាប់នេះគឺថាមានសល់ទេលឿនណាស់រមិតលឿនណាស់បាទដល់វគ្គដៃរន្ធត់ជក់ចិត្តទៀតហើយបាទឥឡូវនេះសេវាចូលថ្នាក់បាលីប្រូទះទៅជាប់រនាំងអូស្ដាយមែនទែនរមិតស្ដាយមែនទែនមកគ្រាប់នេះបាទការសម្រេចចិត្តទះលឿនប៉ុន្តែរនាំងរបស់បាខាងបាទឥណ្ឌូនេស៊ីបាទក៏លោតមកដែរពិន្ទុ21ស្មើបាទលូវីរបស់ឥណ្ឌូនេស៊ីមកពីក្លឹបវិជាកថានង្រៈអរគុណប្រិមត្តទស្សនិកជនបាទលើនេះឆ្លៀតឱកាសក្នុងការសម្រាប់ចែកទាននេះក៏អរគុណដល់អ្នកឧបត្ថម្ភធំនៃកម្មវិធីអរគុណដល់ភេសជ្ជៈពើកម្លាំង work ឧបត្ថម្ភទាំងស្រុងក្នុងដំណើរឆ្ពោះទៅការប្រកួតបាល់ទះ Civic Cup លើកទី6ហើយ work បាទជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិអរគុណដល់ភេសជ្ជៈពើកម្លាំង work បង្កើនថាមពលដុតជោអរគុណដល់ work i ត្រជាក់ខ្លាំងពើកម្លាំងខ្លាំងបាទទស្សនានៃការប្រកួតទាំងអស់គ្នាដល់វគ្គដែលរន្ធត់ជក់ចិត្តហើយបាទត្រៀមនឹងចិត្តសិតហើយបងប្អូនប្រិមិត្តបាទលូវីបាទ FN តាក់សំណាញ់បាត់ទៅហើយបាទលូវីបាទ22ទល់នឹង21បាទជាក្តីសម័យរបស់កីឡាករគ្រប់រូបដែលបានពាក់អាវជម្រើសជាតិណាបាទលេងតំណាងឲ្យជាតិបាទអញ្ចឹងក្នុងនាមជាកីឡាករណាបាទអបអរសាទរលូវីផងដែរបាទឥឡូវនេះសេវាទៅហើយបាទចូលកញ្ញាំលើកនេះផ្ទះឆ្វេងចេញក្រៅឬក៏ចូលបាទប៊ូមស្វាយចូលរត់ចូលបាទហើយបងប្អូនឆ្ងល់បាទហើយគេគាត់ថាលូវីគាត់ចូលជំរឿសជាតិបាទបានន័យថាវាសបញ្ជាក់ឲ្យឃើញថាលីករបស់បាល់ទះកម្ពុជារបស់យើងគឺល្បីខ្លាំងបាទអញ្ចឹងកីឡាករដែលខ្លាំងនៅក្នុងលីកកម្ពុជាយើងនោះគឺពិតជាមានសមត្ថភាពមែនហើយជំរឿសជាតិបាល់ទះកម្ពុជាយើងក៏បានបង្ហាញខ្លួនថា Civic Cup លើកទី6នៅហ្វីលីពីននេះយកពានបាទអញ្ចឹងផ្អើលអស់ហើយបាទឈ្នះគីឡូបាទ Civic Cup ណាឈ្នះគីឡូ ABC បាទឥណ្ឌូនេស៊ីបាទអញ្ចឹងបាល់នេះចូលបាទអញ្ចឹងការតវ៉ាមិនបានជោគជ័យទេពីកម្ពុជាយើងមិននៅតែបញ្ជាក់ម្ដងហើយម្ដងទៀតទោះជាលទ្ធផលថ្ងៃនេះបាទយ៉ាងណាក៏សូមមេត្តាបងប្អូនជួយគាំទ្រដល់ជំរឿសជាតិបាល់ទះកម្ពុជាយើងទាំងអស់គ្នាណាបងប្អូនប្រិមិត្ត
សូមលើកទឹកចិត្តទាំងអស់គ្នាហើយនេះគឺជាការប្រកួតវគ្គសន្សំពិន្ទុក្នុងពូលទេបាទអញ្ចឹងយើងនៅមានការប្រកួតថ្ងៃស្អែកមួយគូទៀតនៅជាមួយនឹងហ្វីលីពីនចូលថ្នាក់សវណ្ណរាជរៀងមកវៃទៅក្រោយលើកឲ្យវឿនវាសនាធ្ងន់ចូលថ្នាក់បាលូវីលើកឲ្យឆ្វេងផ្ទះបៃរនាំងបាត់ទៅហើយបាទនាំមុខវិញហើយពីឥណ្ឌូនេស៊ីបាទកីឡាករលេខ12បាទរ៉ាម៉ាណែរូបភាពយឺតផ្ទះបំបីរនាំងគួនមុំទៅហើយបាទរិមិត្តឥឡូវនេះបន្ទុកនោះមុខពីបាទឥណ្ឌូនេស៊ីបាទណារ៉ូបាទប្រធានក្រុមបាទកាពីតេនក្រុមបាទសម្រួលកូនក្រុមថាមួយមិនបញ្ហាទេឥឡូវសេវាទៅឲ្យចូលកញ្ញាំគួនមុំលើកឲ្យគួនមុំជាប់រាំងយកបានវិញពីប៉ិនសរុនគួនមុំម្ដងទៀតគួនមុំបាយរាំងយកបានវិញពីបាទឌីអូឆ្កឹះបញ្ចូលហ្វីលេបាទហ្វាហាន់បាទបងប្អូនប្រិយមិត្តទស្សនិកជនទស្សនាការផ្សាយផ្ទាល់ 200K ទៅហើយអរគុណពុកម៉ែបងប្អូនប្រិយមិត្តទស្សនិកជនទាំងអស់គ្នាដែលកំពុងទស្សនាញ៉ាយជូនអូបាល់នេះប៉ះអង្កាយណាស់បាទផ្លៃណោះគុណយ៉ាងជ្រាលជ្រៅបងប្អូនគាំទ្រដល់បាទជំនឿជាតិបាល់ទះកម្ពុជាយើងអរគុណច្រើនហើយសង្ឃឹមថាបងប្អូននៅបន្តការគាំទ្របាទចូលរួមលើកទឹកចិត្តពួកគាត់លទ្ធផលយ៉ាងណាក៏យើងនៅតែសាទរលើកទឹកចិត្តដល់កីឡាករយើងទាំងអស់គ្នាបាទឥឡូវនេះបងប្អូនប្រិមិត្តទស្សនិកជនបាទដូអុករដ្ឋាចេញដាក់និមលការពីការប្រកួតបាទជាមួយដូបាទវៃសវីស៊ីទៅទៀតហើយបាទចូលថ្នាក់លើកភាសាទៀតផ្ទះទៅលឿនវ៉ាវបាទប៊ូមស្បាយ24សិតផាញ់បានទៅខាងឥណ្ឌូនេស៊ីរូបភាពយឺតម្ដងទៀតណាបាទ middle block បាទបាល់ដេញលឿនរបស់ឥណ្ឌូនេស៊ីបាទឥឡូវនេះសូមសម្រាប់បច្ចេកទេសបន្តិចសិនបាទពីខាងបាទកម្ពុជាយើងដើម្បីដកស្រង់បច្ចេកទេសរៀបរលរៀបចាប់យ៉ាងណាដើម្បីយកពិន្ទុយកឈ្នះវិញបាទអរគុណបងប្រិមិត្តជាការសម្រាប់ចែកទីនេះក៏អរគុណម្ដងទៀតដល់អ្នកផ្សំភុំនៃកម្មវិធីអរគុណដល់ប្រជាពលកម្លាំង work បង្កើនអំពើអត់ជប់ឈរ work អាចត្រជាក់ខ្លាំងបើកម្លាំងខ្លាំងហើយក៏អរគុណដល់បាទថ្នាក់នាំបាទអាដាមអភិសិទ្ធសសុខានិងលោកជំទាវកៅសុសុភីដែលលោកតែងតែបាទចំណាយទាំងធនធានថវិកាឧបត្ថម្ភដល់ជំរឿនជាតិបាល់ទះកម្ពុជាយើងណាបាទការប្រមូលផ្ដុំនេះគឺបន្ថែមបាទឧបត្ថម្ភទឹកប្រាក់ផ្ទាល់ខ្លួនបន្ថែមទៀតសម្រាប់ដល់កីឡាករជំរឿនជាតិបាល់ទះកម្ពុជាយើងធ្វើការវឹកហាត់ហើយទាំង22រូបនេះសុទ្ធតែជាចំណែកទាំងអស់ក្នុងការជ័យជំនះរបស់កម្ពុជាទោះជាគាត់មិនបានជាប់ជំរឿនបាទ14នាក់ចុងក្រោយក៏ដោយលើកឲ្យពិនសារ៉ុនបាទប៊ូមស្បាយវ៉ាវពិនសារ៉ុនបាទកណ្ដោបបុកស្រូវបាទរូបភាពយឺតណែបាទនៅតែច្បាស់នៅតែល្អគេហៅថាបាទអាយដាមដែលស្រាវថាបាទកីឡាករថាជួសជុលប្រើជួសជុលប្រើចូលថ្នាក់លីប្រូបាទខាងឥណ្ឌូនេស៊ីផ្ទះទៅហើយអូយបាទការលូតដាច់ពីឥណ្ឌូនេស៊ីនេះលឿនណាស់បាទរូបភាពយឺតបងប្អូនប្រិមិត្តបាទលូវីបាល់3ម៉ែត្របាទលូវីនៅតែបង្ហាញខ្លួនបានយ៉ាងល្អបាទទស្សនាការប្រកួតបន្តទៀតបាទសេវាចេញពីបាទហ្វាហាន់ធ្ងន់ចូលថ្នាក់វឿនវាសនាចាប់សេវាល្អណាស់បាទគួនមុំផ្ទះទូរនាំងយកបានពីលីប្រូខាងឥណ្ឌូនេស៊ីលើកឲ្យបាទហ្វាហាន់បាទជ័យជំនះនៅសិតទី1នេះបានទៅខាងឥណ្ឌូនេស៊ីដោយពិន្ទុបាទ26ទល់នឹង24អរគុណប្រិយមិត្តបាទរងចាំទស្សនានៃការប្រកួតសិតទី2អនុញ្ញាតសម្រាប់ចូលតាមកម្មវិធីបន្តិចសិនបាយទឹកមួយយកនេះមានសកម្មឈ្នះអត់ឈ្នះឈ្នះបើអត់ឈ្នះបានបាយណាហូបអូវាថាបាយដូចយកបាយស៊ីពីកណាទេខ្ញុំត្រូវតែឈ្នះដើម្បីមានផ្ទះនៅ
គ្រប់យ៉ាងដែលខ្ញុំមានព្រោះខ្ញុំជួយធ្វើឲ្យបង គាត់ស៊ូធ្វើការងារសពបែបយ៉ាងដើម្បីបានលុយឲ្យខ្ញុំទៅរៀនទោះជាចាប់ប៉ុណ្ណា ខ្ញុំត្រូវតែឈ្នះដើម្បីប្អូនខ្ញុំ ទោះឧបសគ្គធំប៉ុណ្ណាក៏គាត់តែងតែទៅមុខជានិច្ចសម្រាប់ខ្ញុំគាត់ហ៊ានលះបង់គ្រប់យ៉ាងនេះជា hero របស់ខ្ញុំ Verb for unstoppable hero កាន់តែប្លែកជាមួយ Ice រសជាតិផ្លែឈើរសជាតិទំពាំងបាយជូររសជាតិក្រូចរសជាតិផ្លែឈើចម្រុះរសជាតិក្រូចឆ្មាឆ្ងាញ់ធ្វើអារម្មណ៍ស្រស់ស្រាយបើមិនថ្មីមិនមែន Ice ទេ Cambodia Cola រសជាតិនៃភាពរីករាយ ខ្ញុំគឺកម្ពុជាដំណើររបស់ទឹកនៅលើទឹកដីដ៏ចំណាស់មួយនេះផ្សារភ្ជាប់ជាមួយជីវិតខ្ញុំគឺនាងនាថរឿងព្រេងមួយដែលត្រូវបានត្បាញនៅក្នុងស្បែកខ្មែរនិងរស់នៅក្នុងពិធីមង្គលការខ្មែរការរួមបញ្ចូលដល់សក្ការៈនៃទឹកដីនិងពូជពង្សខ្ញុំគឺកម្ពុជាដំណើរជីវិតរបស់ខ្មែរផ្សារភ្ជាប់ដោយស្នាមញញឹមដែលមានអត្តសញ្ញាណរួមគ្នាជាប្រជាជាតិតែមួយហើយខ្ញុំគឺទឹកពិសាកម្ពុជាការផ្ដល់មកវិញនៃសារធាតុរ៉ែដែលបាត់បង់ជារឿងសំខាន់បំផុតភេសជ្ជៈបំពេញជាតិទឹកកម្ពុជាបំពេញធម៌ពលដើម្បីបន្តសកម្មភាពនិងឆ្ពោះទៅមុខជានិច្ច Cambodia Sport ល្អសម្រាប់រាងកាយនិងសុខភាព ជំនះគ្រប់ឧបសគ្គជាមួយនឹងភេសជ្ជៈបើកម្លាំង Work ស្អាយត្រជាក់ធ្វើអារម្មណ៍ស្រស់ស្រាយរសជាតិមង្គលត្រជាក់បំពង់កភេសជ្ជៈបើកម្លាំង Work ស្អាយជំនះគ្រប់ឧបសគ្គ Phải đặt mùi បាទអរគុណពុកម៉ែប្រិយមិត្តទស្សនិកជនបាទស្វាគមន៍មកកាន់ការប្រកួតបាទ Civic Cup លើកទី6នៅឯឥណ្ឌូនេស៊ីការប្រកួតរវាងជម្រើសជាតិបាល់ទះកម្ពុជាយើងជាមួយនឹងបាទជម្រើសជាតិបាទឥណ្ឌូនេស៊ីបាទនៃស្ថិតិនៃការប្រកួតបាទសម្រាប់ការប្រកួតការពិសិដ្ឋទី1បាទ26ទល់នឹង24ការវាយផ្ដាច់របស់ឥណ្ឌូគឺច្រើនជាងកម្ពុជាយើងតែកម្ពុជាយើងក៏ល្អរនាំងណាបាទឥឡូវនេះសេវាទៅហើយបាទពីឥណ្ឌូនេស៊ីបាទយ៉ាងម៉េចចេះដូចជាតែខុសរ៉ូលហ្មងបាទមកលឹបបាទឥឡូវនេះសេវាចេញពីបាទឥណ្ឌូនេស៊ីម្ដងទៀតបាទអាហ្វីនចូលថ្នាក់បាទគួនមុំវឿនវាសនាបាញ់ឲ្យគួនមុំស្អាតណាស់បាទផ្ទះទៅបែករនាំងចេញក្រៅបាទឡុកថចបែកបាំងបាទបាល់នេះកម្រថាអត់ប៉ះដៃទេមិនដែលកឡោអញ្ចឹងណាកម្របាទពិន្ទុមួយស្មើបាទឃើញថាស្វិតស្វាញរត់មួយទៅមួយមកបាទឈ្នះចាញ់គឺអត់ដាច់ពិន្ទុគ្នាទេបាទគូនេះបាទលើកនេះផ្ទះទៅចូលថ្នាក់បាទឆ្កឹះឡើងប៉ុន្តែតាក់សំណឹងបាទឥឡូវនេះសេវាចេញពី Fahan បាទFahan ចូលថ្នាក់បាសវណ្ណរាជលើកឲ្យគួនមុំបែករនាំងចេញក្រៅទៅហើយ108គីឡូម៉ែត្រក្នុង1ម៉ោងដល់ហើយបាទគួនមុំបាទដៃសង្ស័យដាក់រស័រទេបើវាយធ្ងន់វាយយ៉ាងហ្នឹងបងប្អូនរិបិតណែបាទ
បាទទប់បាំងមិនជាប់ទេបាទលូវីឥឡូវសេវានេះចូលថ្នាក់ខាងដូទះទៅបែករនាំងទៅហើយបាទពីឥណ្ឌូនេស៊ីបាទកីឡាករបាទលេខ2បាទភូត្រារូបភាពយឺតបាទភូត្រាយើងកន្លក់សំណាញ់មកអកចំហបាទសវណ្ណរាជបាទសវណ្ណរាជគឺជាកីឡាករវ័យក្មេងបាទតែបានបាទឈ្នះពានណាសរសើរគាត់មែនតើណាសរសើរគាត់បាទខិតខំប្រឹងប្រែងបន្តទៀតបាទសេវាទៅបាទណែវឿនវាសនាបាទវឿនវាសនាបាទដែលអាដាមបណ្ឌិតថាសិទ្ធិកីឡាករបាល់ទះណាជាសិទ្ធិសិទ្ធិបាល់ទះស្រុកខ្មែរបាទលេខទស្សនាបន្តទៀតបាទសេវាចេញពីកម្ពុជាយើងផលរតនៈជោកញ្ញាំលូវីលើក3ម៉ែត្រផ្ទះអូយរតនៈបាទរូបភាពយីម្ដងទៀតបាទការវាយបាល់ណែបាទដប់មួយពីហ្វាហាន់បាទរូបភាពយឺតណែបាទទស្សនាបន្តទៀតបាទសេវាពីនីប្រាសបាទរបស់ឥណ្ឌូនេស៊ីបាទចូលថ្នាក់វឿនវាសនាឆ្កឹះដៃមួយទះបញ្ចូលពីអុករដ្ឋាបែករនាំងខ្ចាយទៅហើយអុករដ្ឋាបង្ហាញខ្លួនឲ្យជំរឿសជាតិបាល់ទះបាទលើក្តាររបស់កម្ពុជាលើកដំបូងមកពីស្នងការភ្នំពេញបាទល្អមែនទែនបាទអុករដ្ឋាបាទសេវាចេញពីប៉ិនសរុនចូលថ្នាក់បាលីប្រូខាងឥណ្ឌូនេស៊ីលើកឲ្យឆ្វេងទះទូរនាំងសវណ្ណរាជយកបានស្អាតណាប៉ិនសារុនបាទខ្ញុំឃើញតែលើកឲ្យប៉ិនសរុនខ្ញុំកក់ក្ដៅបាទ 90% ហើយបាទថាវាយនឹងតែដាច់ហើយបាទប៉ិនសរុនរូបភាពយឺតណែប៉ិនសរុនហ្វាហាន់នៅឈរចាំនៅនឹងក៏ទទួលមិនបានដែរបាទមួយគ្រាប់នេះបាទសេវាតែចូលថ្នាក់បាលីប្រូលើកផ្ទះទូលបាំងពីលូវីយកបានពីសវណ្ណរាជលើកឲ្យគួនមុំបាទរៀងទៅក្រោយតិចគួនមុំបាញ់ទៅចូលរៀបចំក្រុមរនាំងម្ដងទៀតលូវីប៊ូមស្បាយរូបភាពយឺតណាបាទ75គីឡូម៉ែត្របាទក្នុង1ម៉ោងបាទការវាយផ្ដាច់របស់លូវីបាទលើនេះសេវាពីលូវីចូលថ្នាក់បាទវឿនវាសនាលើកឲ្យប៉ិនសារុនចេញក្រៅប៉ិនសារុនអូបាទប៉ិនសារុនមកហាញទៅមកថាផ្ទះចេញផ្ទះអត់ត្រូវដៃបាទមួយគ្រាប់នេះ6-5បាទលេសេវាបន្តបាទពីឥណ្ឌូនេស៊ីបាទលូវីបាទចូលថ្នាក់បាទគួនមុំលើកឲ្យវឿនវាសនាមានសល់ទេបាទមួយគ្រាប់នេះបាទពីវឿនវាសនាបាទពិន្ទុ6ស្មើបងប្អូនមិត្តទស្សនិកជនដែលកំពុងទស្សនាកុំភ្លេចចូលរួមចែករំលែកក៏ដូចជា follow page សហព័ន្ធកីឡាបាល់ទះកម្ពុជាយើងទាំងអស់គ្នាសេវាពីវឿនវាសនាធ្ងន់ចូលថ្នាក់បាលីប្រូលើកឲ្យហ៊ីនរ៉ាជាប់រនាំងបាទហ៊ីនរ៉ាឲ្យហ្វាហាន់បាទហ៊ីនរ៉ាថ្ងៃនេះដូចជាជាប់រនាំងច្រើនបាទកម្ពុជាយើងចាប់កុកហ៊ីនរ៉ាបានអូយបាទកន្លក់សំណាញ់មកឥឡូវសេវាពីហ៊ិនរ៉ាចេញក្រៅហ៊ិនរ៉ាមុខគាត់ថ្ងៃនេះដូចអត់ទៅរីកសបងប្អូនណាខុសពីការជួបគ្នាកាលលើកដំបូងជួបគ្នាមួយកម្ពុជាលើកដំបូងវាយសើចវាយហូវាយសបាយវាយហូបណាស្ទាយរបស់គាត់វាយហូបឥឡូវនេះសេវាចេញពីអុករដ្ឋាចូលកញ្ញាំបាលូវីលើកឲ្យឆ្វេងផ្ទះជាប់រាំងយកបានពីលូវីដកកាយខ្ពស់ហ្វាហាន់ពីលើបាំងចំខ្សែនោះបាទហ្វាហាន់បាទប៊ូមស្បាយបាទ technical time ហើយបាទសម្រាប់បច្ចេកទេស
អរគុណរិមិត្តបើជាការសម្រាប់ចែកនេះក៏អរគុណដល់ធម្មធម្មកម្មវិធីអរគុណដល់ភេទជ្ជៈបើកម្លាំង work បង្កើននូវពលឥតឈប់ឈរអរគុណដល់ work អាយត្រជាក់ខ្លាំងបើកម្លាំងខ្លាំងបាទហើយអរគុណដល់ work ដែលបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅកាន់ការប្រកួត Civic Cup លើកទី6បាទនៅហ្វីលីពីននិងឥណ្ឌូនេស៊ីហើយគឺពិសេសគឺប្រកាសឧបត្ថម្ភទឹកប្រាក់បន្ថែមបាទទឹកប្រាក់បន្ថែមនោះគឺ100លានរៀលអញ្ចឹងឈ្នះជ័យលាភីនៅហ្វីលីពីននោះគឺ50លានរៀលហើយអញ្ចឹងនៅឥណ្ឌូនេស៊ីនេះបើឈ្នះទៀតគឺយើងទទួលបាន50លានរៀលបន្ថែមទៀតបងប្អូនប្រិមិត្តក៏ចូលរួមទស្សនាហើយបាទចែករំលែកការផ្សាយនេះម្នាក់មួយទាំងអស់គ្នាអរគុណបងប្អូនប្រិមិត្តការពីការប្រកួតសិតទី1នោះគឺបងប្អូនទស្សនារហូតដល់ 200k ជាងបាទអញ្ចឹងអរគុណយ៉ាងជ្រាលជ្រៅដល់ពុកម៉ែបងប្អូនមិត្តដែលបានបាទចូលរួមទស្សនាលើកទឹកចិត្តដល់ជំនឿជាតិបាល់ទះកម្ពុជាយើងអ្វីទៅក្រោយដកកែមួយបាញ់បញ្ចូលសិនបាទពីវឿនវាសនាណែលើកទះទៅពីហ្វាហាន់បាទរូបភាពយឺតម្ដងទៀតណែបាទហ្វាហាន់បាទ80គីឡូម៉ែត្រក្នុង1ម៉ោងបាទអញ្ចឹងឃើញថាគូនមុំនៅតែវាយលឿនជាងគេណាបងប្អូន100គីឡូម៉ែត្របាទឥឡូវនេះសេវាទៅទៀតហើយពីបាទឥណ្ឌូនេស៊ីទះពីផលរតនាអូយយ៉ាងមិនចេះចេញក្រៅឬមួយយ៉ាងណាបន្ទុកបានទៅខាងឥណ្ឌូនេស៊ីទេបាទនៅកៅអីគេនៅចោះហ្នឹងមិត្តបាទម្ចាស់ផ្ទះនេះបើសិនជាការប្រកួតនេះនៅកម្ពុជាយើងវិញណាបងប្អូនបាទរកតែកន្លែងអង្គុយគ្មានទេបាទគេពិសេសនៅខាងក្រៅស្តាតក៏ពេញដែរគួនមុំបែករនាំងទៅហើយបាទអរគុណពុកម៉ែបងប្អូនណាបាទមកទស្សនាការពីការប្រកួតដៃជលលីកយើងនោះគឺណែនស្តាតណារកតែកន្លែងអង្គុយមិនឃើញទេហើយខាងក្រៅសូម្បីតែស្លាយនៅខាងក្រៅក៏ពេញទៀតបងប្អូនណាពេញទៀតបាទឥឡូវនេះសេវាពីកីឡាករសួនច័ន្ទរ៉ូបាទចូលថ្នាក់បាទលីប្រូលើក3ម៉ែត្រណែបាទពីណាគេចេះបងប្អូនណាមើលអត់តនេះលូវីបាទរូបភាពយឺតម្ដងទៀតណែលោកបឆោតមួយលូវីបាទឥឡូវនេះសេវាចេញពីបាទហ្វាហាន់បាទហ្វាហាន់ចេញក្រៅទៅហើយបាទហ្វាហាន់បាទឥឡូវនេះសេវាចេញពីបាទគួនមុំចូលថ្នាក់បាទលីប្រូលើកឲ្យឆ្វេងទះបែករនាំងបាត់ទៅហើយបាទបែករនាំងរបស់ជម្រើសជាតិបាល់ទះកម្ពុជាយើងបាទរូបភាពយឺតម្ដងទៀតណែការចែកបាល់ទៅដល់ឆ្វេងនេះបាទកីឡាករនីប្រាស់បាទសម្រាប់បច្ចេកទេសបន្តិចសិនអរគុណប្រិមិត្តបាទជួយការសម្រាប់បច្ចេកទេសនេះក៏អរគុណបាទវិជ្ជាបើកម្លាំង work ដែលបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅការប្រកួត Civic Cup លើកទី6នេះហើយ work ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡា SEA Games អរគុណប្រម៉ែបងប្អូនមិត្តទស្សនិកជនដែលកំពុងទស្សនាសម្រាប់ការប្រកួតថ្ងៃនេះទោះជាលទ្ធផលយ៉ាងណាក៏សូមចិត្តបងប្អូនប្រិមិត្តអ្នកគាំទ្របាទបាល់ទះកម្ពុជាចូលរួមលើកទឹកចិត្តយើងទាំងកីឡាករទាំងអស់គ្នាណាបងប្អូនផលរតនាជាប់រនាំងណែអីចាស់បាទណែហេនរ៉ាចេញស្ទាយមកហើយបាទបន្ទូយើងដេញគ្នាគាត់ចេញមិនរួចបាទមុខឡើងបាទឥឡូវញញឹមហើយដោយសារតែជាប់បាំងគាត់មួយហើយនេះហេនរ៉ាបាទឥឡូវនេះសេវាចេញពីបាទឥណ្ឌូនេស៊ីតាក់សំណាញ់បាត់ទៅហើយបាទពូត្រាបាទពូត្រានេះបាទគាត់វ័យទើបតែបាទគាត់កើត2008បាទទាំងបងប្អូនបាទបោកដកមើលប្រហែលឆ្នាំហ្មង
វ័យក្មេងមែនតើណាពុត្រានេះបាទ1.97 ម៉ែត្រឥឡូវសេវាទៅហើយចូលថ្នាក់បាហ្វាហាន់លើកឲ្យឆ្វេងផ្ទះស្រាលបច្ចេកទេសបាទពីបាននីប្រាបាទបាននីប្រានេះក៏កីឡាករវ័យក្មេងដែរណាបាទ1 ម៉ែត្រកាល2008ដែរប្រិមិត្តបាទក្មេងដូចគ្នាហើយចូលកញ្ញាំគួនមុំលើកឲ្យវឿនវាសនាផ្ទះបញ្ចូលសិនយកបានវិញលើកឲ្យហ្វាហាន់ផ្ទះទូរនាំងចេញទៅក្រៅបាត់ទៅហើយបាទពិន្ទុ15 ទល់ 10 បងប្អូនបាទនេះប្រាសបាទគាត់ការវាយផ្ដាច់គាត់បាន8 ដងហើយបាទលើនេះសេវាចេញពីនេះប្រាបើចូលថ្នាក់បាគូនមុំលើកឲ្យវឿនវាសនាទូលរនាំងទៅក្រោយបាត់ទៅហើយបាទវឿនវាសនាបាទរូបភាពយឺតណាស់ទូលរនាំងទៅក្រោយបាទការតាមជួយសង្គ្រោះពីហ្វាហាន់តែមិនទាន់ទេបាទការវាយផ្ដាច់របស់វឿនវាសនានេះគឺធ្ងន់ហើយលឿនណាស់ឥឡូវសេវាពីប៉ិនសរុនបាទចូលថ្នាក់បាទលើកណែលូវីផ្ទះបែករនាំងបាទវាសនាប៉ុន្តែដកទៅក្រោយបាត់ទៅហើយបាទសម្រាប់បច្ចេកទេសបន្តិចសិនបាទឆ្លៀតការសម្រាប់ចែកទៅនេះក៏អរគុណដល់អ្នកខំធំនៃកម្មវិធីអរគុណដល់ភេទជាបើកម្លាំង work បង្កើនដល់ពលឥតឈប់ឈរអរគុណដល់ work i ត្រជាក់ខ្លាំងបើកម្លាំងខ្លាំងបាទបងប្អូនទស្សនិកជនបាទថ្ងៃស្អែកក៏យើងមានការប្រកួតវគ្គសន្សំពិន្ទុម្ដងទៀតគឺជាមួយនឹងហ្វីលីពីនបាទម៉ោង 7 យប់ដូចគ្នាបាទនេះ top scorer បាទហ្វាហាន់ 9 ពិន្ទុប៉ិនសរុន 8 បាទនេះប្រាស់ 8 វឿនវិស្នា 8 ពុត្រា 4 ហើយនឹងគួនមុំ 7 បាទ7 ពិន្ទុដែលបានរកបន្ទុកបានច្រើនណាសម្រាប់ការប្រកួតនេះยังមិនទាន់បញ្ចប់ទេបាទឥឡូវនេះសេវាចេញពីលូវីត្រៀមចេញសេវាលូវីចូលថ្នាក់បាគូនមុំលើកអុករដ្ឋាអាការឆ្កឹះមកវិញនេះបងប្អូនមិត្តបាទជើងបាល់សឹងតែចេញទៅខាងបាទឥណ្ឌូនេស៊ីហើយបាទការចែកកដោបមកវិញបាទពីស៊ូនចាណារ៉ូបាទ12 ទល់នឹង 16 បាទខុសគ្នា 4 ពិន្ទុបាទសេវាពីវឿនវាសនាធ្ងន់ចូលថ្នាក់បាទលីប្រូផ្ទះពីបាទហេនដ្រាបាទរូបភាពយឺតម្ដងទៀតបាទហេនដ្រា70 គីឡូម៉ែត្រក្នុង1ម៉ោងបងប្អូនណាបាទឥឡូវនេះសេវាពីហេនដ្រាតាក់សំណាញ់បាត់ទៅហើយបាទហេនដ្រាបាទ13 ទល់នឹង 17នេះមិត្តឥឡូវនេះសេវាចេញពីបាកីឡាករអុករដ្ឋាបាទចូលថ្នាក់លើកឲ្យហ្វាហាន់បាទចុងលេងណបាទហ្វាហាន់បាទរូបភាពយឺតម្ដងទៀតបាទហ្វាហាន់បាទគាត់វាយផ្ដាច់បាទចុងលេងណបាទហ្វាហាន់គាត់មិនទៅហ៊ានទាញទេបាទហ្វាហាន់បាទឥឡូវនេះសេវាចេញពីឥណ្ឌូនេស៊ីតាក់សំណាញ់រៀងខូចសេវាច្រើនដែរបាទខាងបាទកីឡាករខាងឥណ្ឌូនេស៊ីអញ្ចឹងឱកាសឲ្យយើងតាមស្មើវិញមកបាទទៅទៀតបាទកម្ពុជាយើងទស្សនានៃការប្រកួតបន្តទៀតសេវាពីណារ៉ូបាទចូលថ្នាក់លីប្រូលើកផ្ទះទៅ
បាទពីពុត្រាបាទលើនេះសេវាចេញពីបាហ្វាហាន់អូបាត់កន្លក់សំណាញ់បាត់ទៅហើយបាត់កន្លក់សំណាញ់បាត់ទៅហើយបាទលើនេះសូមសម្រាប់បច្ចេកទេសបន្តិចសិនបាទបាទនេះខាងក្រុមការងារបច្ចេកទេសម៉ៃបងប្អូនណាដាក់សលេងដាក់សលេងខាងបាទលោកគ្រូបាទជំនួយលោកគ្រូសុជាតិពុយបាទគឺនៅសម័យទៀតតែគឺអាដាមដិតអង្គស្រីផ្សិតក៏លើកដៃជំនួយអីទេបាទលេងមកសម្រួលអារម្មណ៍កូនក្រុមបាទហើយអរគុណដល់អាដាមដិតអង្គស្រីផ្សិតដែលតែងតែគេថាលើកទឹកចិត្តកីឡាករនៅទីលានផ្ទាល់តែម្ដងសម្រួលអារម្មណ៍ជាមួយនឹងគ្រូជំនួយបាទឥឡូវនេះបងប្រិមិត្តបាទដូណារ៉ូចេញដាក់កៅស្រេងលីហួរចូលវិញណាឲ្យណារ៉ូគាត់សម្រាកវិញសិនបាទឥឡូវនេះសេវាចេញពីហ្វាហាន់ចូលថ្នាក់បាទប៉ុន្តែអត់នៅទេបាទរូបភាពទីយឺតបាទហ្វាហាន់ណាបាទហាន់នេះសេវាគាត់ចោះលឿនណាបងប្អូនណាលឿនហើយចោះទៀតងាយនឹងការយកទេឥឡូវនេះមានការដុតដូរបាទធីមេងហួងឥឡូវសេវាពីហ្វាហាន់មកចូលថ្នាក់បាទសវណ្ណរាជឲ្យយកទៅដើមគ្នាដកកាយពោះហើយយកបានវិញពីលីប្រូលើក3ម៉ែត្រហ្វាហាន់បាទលើនេះទស្សនានៃការប្រកួតបន្តបាទសេវានៅតែចេញពីបាកីឡាករហ្វាហាន់ចូលថ្នាក់បាទសវណ្ណរាជលើកឲ្យគួនមុំប៉ះអង្តែនអូមិនគាត់ប៉ះអង្តែនបាទលើនេះពិន្ទុ23ទល់នឹង14រមែន23-14សិតទី2នេះរៀងបានដូនេស៊ីរៀងដាច់ឆ្ងាយបាទនាំមកកម្ពុជារៀងដាច់ឆ្ងាយទៅហើយបាទឥឡូវនេះសេវាចេញពីបាទហ្វាហាន់តាក់សំណាញ់យកបានវិញឆ្កឹះដៃមួយបាញ់បញ្ចូលពីមេងហួងលើកឲ្យលូវីទះបញ្ចូលយកបានពីវឿនវាសនាដកឲ្យមេងហួងក្លក់សំណាញ់ចូលយកបានវិញហ្វាហាន់លើកឲ្យលូវីទូលរវាងទៅក្រោយបានទៅហើយបាទពិន្ទុ24បាទសិតពាន់បាននៅខាងឥណ្ឌូនេស៊ីបាទទស្សនាបន្តគ្រាប់ចុងក្រោយពីបាទឥណ្ឌូនេស៊ីសេវាទៅហើយចូលថ្នាក់បាទសវណ្ណរាជលើកឲ្យគួនមុំទូលរាំងទៅក្រោយទៅហើយបាទគួនមុំឥឡូវនេះសេវាចេញពីបាទគួនមុំចេញក្រៅបាទជ័យជំនះនៅសិតទី2នេះបាននៅខាងឥណ្ឌូនេស៊ីដោយពិន្ទុ25
អរគុណមកទស្សនិកជនអនុញ្ញាតសម្រាប់ជួបតាមកម្មវិធីបន្តិចសិន Phải đặt mùi, dùng đi mình được cầm xe ạ. ឈ្នះពូឈ្នះបើអត់ឈ្នះបានបាយណាហូ ពួកវាថាម៉េចវាយដូរយកបាយស៊ីពីកណាទេ ខ្ញុំត្រូវតែឈ្នះដើម្បីមានផ្ទះនៅ គ្រប់យ៉ាងដែលខ្ញុំមានព្រោះយ៉ាង ជួយធ្វើឲ្យមក គាត់ស៊ូធ្វើការងារសពបែបយ៉ាងដើម្បីបានលុយខ្ញុំទៅរៀនទោះជាចាប់ប៉ុណ្ណា ខ្ញុំត្រូវតែឈ្នះដើម្បីប្អូនខ្ញុំ ទោះឧបសគ្គធំប៉ុណ្ណាក៏គាត់តែងតែទៅមុខជានិច្ចសម្រាប់ខ្ញុំគាត់ហ៊ានលះបង់គ្រប់យ៉ាងនេះជា hero របស់ខ្ញុំ Verb for unstoppable hero បើបយូអស់កម្លាំងមែនទេដាស់មួយទេដាស់ភេសជ្ជៈបើកម្លាំងផ្សំឡើងដោយយិនសិនវីតាមីននិងតូរីនទ្វេដងដាស់ជំនួយដល់ការបើកបរបានយូរជាងគេមិនតន់ស្វាំងស្វឹងមែនដាស់មួយទេដាស់ភេសជ្ជៈបើកម្លាំងផ្សំឡើងដោយយិនសិនវីតាមីននិងតូរីនទ្វេដងទោះបីជាជប់លៀងដល់យប់ជ្រៅយ៉ាងណាដាស់បន្សាបចិត្តស្រវឹងបានលឿនជាងគេផ្លូវឆ្ងាយងុយគេងមែនទេដាស់មួយទេដាស់ភេសជ្ជៈបើកម្លាំងផ្សំឡើងដោយយិនសិនវីតាមីននិងតូរីនទ្វេដងដាស់ជួយឲ្យស្វាងងុយគេងបានលឿនជាងគេ ទោះបីនឿយហត់ក៏យើងមិនរុញរាព្រោះយើងគិតពីគោលដៅរួមដើម្បីសម្រេចជោគជ័យភេសជ្ជៈបើកម្លាំងកម្ពុជាថាមពលដ៏ជោគជ័យ ខ្ញុំគឺកម្ពុជាខ្ញុំប្រយុទ្ធខ្ញុំអភិរក្សខ្ញុំជាអ្នករក្សាក្បាច់គុណដូនតាខ្មែរខ្ញុំគឺកូនខ្មែរជំនាន់ក្រោយជាកូនខ្មែរអ្នកបន្តវេនពោរពេញដោយភាពស្វាហាប់ខ្ញុំជាកូនខ្មែរបង្កើតផលិតផលខ្មែរអត្តសញ្ញាណខ្មែរសម្រាប់ប្រជាជនកម្ពុជាហើយខ្ញុំគឺទឹកពិសាកម្ពុជា ជំនះគ្រប់ឧបសគ្គជាមួយនឹងភេសជ្ជៈបើកម្លាំង Works Eye ត្រជាក់ធ្វើអារម្មណ៍ស្រស់ស្រាយរសជាតិម៉ង់តុលត្រជាក់បំពង់កភេសជ្ជៈបើកម្លាំង Works Eye ជំនះគ្រប់ឧបសគ្គ ទស្សនិកជនបាទនេះឈុតឆាក highlight នៃការប្រកួតបាទសិតទី2រវាងជម្រើសជាតិបាល់ទះកម្ពុជាយើងជាមួយនឹងជម្រើសជាតិបាល់ទះឥណ្ឌូនេស៊ីការវាយផ្ដាច់របស់ឥណ្ឌូនេស៊ី17កម្ពុជាយើង10 block បានឥណ្ឌូនេស៊ីបាន1ហើយសេវាគេ2ហើយនឹង error 5បាទសិតទី3បាទបងប្អូនប្រិយមិត្តទស្សនិកជនហើយសម្រាប់ការប្រកួតនេះសូមម្ដងហើយម្ដងទៀតបងប្អូនប្រិយមិត្តទោះជាលទ្ធផលយ៉ាងណាក៏សូមចិត្តណាបងប្អូនប្រិយមិត្តអ្នកគាំទ្របន្តការលើកទឹកចិត្តដល់កីឡាករជម្រើសជាតិបាល់ទះយើងទាំងអស់គ្នាបាទការប្រកួតជើងទី2នៅឥណ្ឌូនេស៊ីនេះគេភ្ញាក់ផ្អើលហើយបាទគេថាគេណូតយើងទុកហើយគេចាប់ផ្ដើមណូតទេណាបាទកាលពីឆ្នាំមុនគឺយើងទើបតែចូលរួមដំបូង8ប្រកួតយើងចាញ់នឹង8ប្រកួតអត់មានឈ្នះទេចឹងបើឆ្នាំនេះស្រាប់តែភ្ញាក់ផ្អើលមែនតើទៅយើងឈ្នះហ្វីលីពីនការប្រកួតនៅហ្វីលីពីនឈ្នះហ្វីលីពីន 3-2 ចាញ់ឥណ្ឌូ 3-0 ស្រាប់តែឡើងដល់វគ្គ semi final ឈ្នះថៃ 3-1 ឡើងទៅផ្ដាច់ព្រាត់ជួបឥណ្ឌូនេស៊ីហូបឥណ្ឌូនេស៊ី2សេតមុនទៀតបាទហើយក្នុងក្រោយឈ្នះ 3-2 អញ្ចឹងញាក់ផ្អើលហើយណាបាទអញ្ចឹងឈ្នះគីឡូ AVC បាទឈ្នះគីឡូបាទពៀនគីឡូបាទទ្វីបអាស៊ីនេះអញ្ចឹងមិនធម្មតាទេឥឡូវនេះគឺគេសេវមកណូតយើងទុកហើយចាប់ផ្ដើមលេងយើងណាកម្ពុជាយើងមិនអាចមើលស្រាលបានទេឥឡូវនេះគឺមកភ័យបាទជួបកម្ពុជាយើងមិនមែនស្រួលលេងទេណាអរគុណមិត្តហើយអញ្ចឹង
ក៏សូមបងប្អូនប្រិមិត្តម្ដងទៀតថាទោះជាលទ្ធផលយ៉ាងណាក៏បន្តការលើកទឹកចិត្តដល់ជំនឿជាតិបាល់ទះយើងទាំងអស់គ្នាអរគុណដល់ភេជ្ជៈបើកម្លាំងវើកដែលបានជំរុញបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិហើយឧបត្ថម្ភប្រាក់បន្ថែម50លានរៀលនៅហ្វីលីពីនបាទឈ្នះជើងឯកណាឥឡូវនេះដល់ឥណ្ឌូបើឈ្នះជើងឯកទៀតគឺ50លានរៀលសរុប100លានរៀលបាទចង់តដិតបាទអរគុណបងប្រិមិត្តថ្ងៃនេះម្នាក់ឯងទេបាទខ្ញុំបាទខេនហើយជាមួយនឹងក្រុមការងារផ្សាយផ្ទាល់យើងទាំងអស់គ្នានេះកំពុងតែស្មឹងស្មាតមួយបាទបងប្អូនប្រិមិត្តមើលពីការប្រកួតរបស់ជំនឿជាតិបាល់ទះកម្ពុជាយើងឃើញថាមួយបងប្អូនណាវាយមួយនេះប៉ិនសរុនបាទរូបភាពយឺតម្ដងហើយម្ដងទៀតបាទឥឡូវនេះសេវាចេញពីបាកាឡាកបាទផលរតនៈបាទចូលថ្នាក់បាទហាន់ផ្ទះទៅបាទឆ្កឹះមួយអូយបាទវោតពីលោកគ្រូញ៉ាកដាលឲ្យថាបាល់ស្អិតបាទរាប់នេះបាទហើយថ្ងៃនេះអ្វីដែលយើងបានបំបីកំណត់ត្រាថ្មីនោះគឺបងប្អូនអ្នកទស្សនាតាមការផ្សាយផ្ទាល់របស់យើងគឺ 200k ជាងអូអបអរសាទរបងប្អូននិវិតបងប្អូនណាមានបាន screenshot ពី YouTube ទេបងប្អូនថ្ងៃនេះខ្ញុំបានមើលបាល់ហើយទស្សនាការផ្សាយផ្ទាល់មិនដែលទេបងប្អូនណាបាល់ផ្ទះយើងគឺទស្សនាតាមការផ្សាយផ្ទាល់នេះគឺឡើង view 8កណត់ត្រាហើយបាទដល់តែ 200k ជាងនេះបាទយកបានវិញទៀតផ្ទះទៅបញ្ចូលយកបានវិញពី Naro លើកវាសនាជាប់ប្រណាំងណែនបាទវាសនាបាទបាល់រៀងឆ្ងាយបន្តិចបាទមកគ្រាប់នេះផ្ទះកែទៅរណាំងមក3ពេញបាទលើនេះសេវាទៅហើយចូលថ្នាក់បាទគួនមុំលើកឲ្យវាសនាជាប់រណាំងយកបានពីគួនមុំដកឲ្យវាសនាកោះមកបញ្ចូលអូយបាទយ៉ាងមកចេះមិននេះអត់យកបាទបាទរូបភាពយឺម្ដងទៀតវាសនាផ្ទះមកទំហឹងហើយឆ្កឹះមកនេះអត់មានអ្នកយកទេបាទបលែងចោលទាំងអស់គ្នាបងប្អូនណាបាទនេះសេវាចេញពីបាទឥណ្ឌូនេស៊ីបាទចូលថ្នាក់វាសនាលើកឲ្យអុករដ្ឋាទម្រង់កាចមែនតើបាទកីឡាករអុករដ្ឋាបាទអុករដ្ឋាមកពីស្នងការភ្នំពេញបាទបង្ហាញខ្លួនលើកដំបូងណាបាទលើនេះសេវាចេញពីប៉ិនសរុនបាទចូលកញ្ញាំបាទលើកផ្ទះពីលូវីបាទបន្ទុក7-4ណាបាទតាមពីក្រោយដោយកម្ពុជាយើងបាទលើនេះសេវាចេញពីលូវីធ្ងន់ចូលថ្នាក់បាទគួនមុំលើកឲ្យអុករដ្ឋាតាក់សំណាញ់ទៅហើយបាទអុករដ្ឋាបាទមកក្របនេះបាទសម្រាប់បច្ចេកទេសបន្តិចសិនបាទនេះខល time out បាទអរគុណប្រិមិត្តបាទជាការសម្រាប់ចែកនេះក៏អរគុណដល់ធំនៃកម្មវិធីអរគុណដល់ភេជ្ជៈបើកម្លាំង work បង្កើនធម៌ពលឥតឈប់ឈរ work អាយត្រជាក់ខ្លាំងបើកម្លាំងខ្លាំងអរគុណដល់ work ដែលបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅកាន់ការប្រកួត CB Cup លើកទី6នៅហ្វីលីពីននិងឥណ្ឌូនេស៊ីបាទហើយ work ជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិហើយបង្កើតឧបត្ថម្ភ100លានរៀលសម្រាប់បាទកម្ពុជាយើងឈ្នះបាទជ័យលាភីនៅលេខ1នៅហ្វីលីពីនហើយនឹងបាទឥណ្ឌូនេស៊ីអញ្ចឹងឥឡូវនេះគឺកម្ពុជាយើងបានឈ្នះនៅហ្វីលីពីនបាន50លានរៀលហើយនៅឡើយតែនៅការប្រកួតនៅឥណ្ឌូនេស៊ីនេះឥណ្ឌូនេស៊ីគេលបោតពៀនបាទនៅខាងហ្វីលីពីនឥឡូវនេះគេធ្វើជាម្ចាស់ផ្ទះអញ្ចឹងទោះជាចង់មិនចង់ក៏គេខិតខំប្រឹងប្រែងដែរបាទប្រឹងប្រែងមិនឲ្យរបូតងាយទេ
ពីគួនមុំបែករនាំងទៅហើយបាទឥឡូវនេះសេវាទៅហើយចូលថ្នាក់លីប្រូបាទលើកឲ្យឆ្វេងបាទនី Brass រូបភាពយឺតបាទនី Brass បាទណែបាទនី Brass នី Brass កម្ពស់រូបឥឡូវនេះសេវាចេញពី Hendra បាទចូលថ្នាក់បាទសវណ្ណរាជលើកឲ្យវឿនវាសនាបាទអត់នៅទេមិត្តមកគ្រាប់របស់វឿនវាសនានេះបាទទប់មិនជាប់ទេបាទពិន្ទុ6ទល់នឹង9បាទឥឡូវនេះសេវាចេញពីបាទកីឡាករអុករដ្ឋាចូលថ្នាក់លើកបាទភូត្រាវាយចេញក្រៅទៅហើយបាទភូត្រាហើយនឹងនីប្រាស់នេះគឺសិតតែជាកីឡាករវ័យក្មេងវ័យទើបតែ18ឆ្នាំទេបាទល្អរមិតហើយជួយឲ្យជម្រើសជាតិឥណ្ឌូនេស៊ីឈ្នះពាន AVC Cup ទៀតទាំងវ័យទើបតែ18ឆ្នាំទេណាបងប្អូនបាទបន្ទុក10ទល់នឹង7បាទលើកឲ្យផលរតនាវាយលឿនបាទផលរតនាបាទណែបាទរតនាបាទតើបងប្រិមិត្តទស្សនិកជនបាទចូលរួមទស្សនាជួយចែករំលែកការផ្សាយម្នាក់មួយបន្តបាទសម្រាប់ចូលថ្នាក់លូវីលើកឲ្យហ្វាហាន់វ៉ាវបាទហ្វាហាន់ប៊ុំស្ប៉ាយបាទមួយគ្រាប់នេះបាទពីហ្វាហាន់រូបភាពយឺតបាទហ្វាហាន់អុកក្រោមបាំងបាទគួនមុំតែម្ដងនេះបាទឥឡូវនេះសេវាចេញពីបាទហ្វាហាន់តាក់សំណាញ់ទៅហើយបាទហ្វាហាន់ទស្សនាបន្តសេវាពីគួនមុំប៉ុន្តែតាក់សំណាញ់ដែរបាទតាក់ដូចគ្នាបាទបន្ទុក12ទល់នឹង9រមិតទស្សនិកជនបាទសិតទី3បាទរវាងជម្រើសជាតិបាល់ទះកម្ពុជាជាមួយនឹងឥណ្ឌូនេស៊ីបាទដែលឥណ្ឌូនេស៊ីគាត់ឈ្នះ2សិតហើយតែមើលតើសិតទី3នេះកម្ពុជាអាចវិបកយកឈ្នះមួយសិតវិញបានដែរយ៉ាងណាបន្ទុក10ទល់នឹង12បងប្អូនប្រិយមិត្តទស្សនិកជនបាទថ្ងៃស្អែកយើងនៅមានការប្រកួតជាមួយនឹងហ្វីលីពីននៅវគ្គសន្សំបន្ទុកបាទម៉ោង7យប់ដូចគ្នាអញ្ចឹងបងប្អូនប្រិយមិត្តកុំភ្លេចរងចាំទស្សនាតាមការផ្សាយផ្ទាល់លើเพจសហព័ន្ធកីឡាបាល់ទះកម្ពុជាយើងទាំងអស់គ្នាបាទលើនេះសេវាចេញពីរតនៈចូលថ្នាក់បាហ្វាហាន់លើកឲ្យលូវីចេញក្រៅទេបាទលូវីបាទ11ទល់នឹង12បាទតាមពីក្រោយដោយបាទជំរឿនជាតិបាល់ទះកម្ពុជាយើងបាទសូមលើកទឹកចិត្តម្នាក់មួយទៀតបងប្អូនសេវាពីរតនៈចូលថ្នាក់បាទលើកនេះលូវីប៊ុំស្ប៉ាយបាទរូបភាពយឺតបាទលោតបឆោតពីហិនរ៉ាមួយបាទសល់តែបាំងមួយទេបាទរូបភាពយឺតនេះបាទលើនេះសេវាចេញពីបាទឥណ្ឌូនេស៊ីចូលថ្នាក់គុនមុំដកឲ្យវឿនវាសនាផ្ទះទៅ
ជាប់រនាំងលើកឲ្យវាសនាម្ដងទៀតវាសនាចូលថ្នាក់លីប្រូបាទលើកនេះបាទលូវីផ្ទះបច្ចេកទេសចាក់វែកឆាល្អមែនទេវឿនវាសនាបាទចូលថ្នាក់បាទលើកឲ្យឆ្វេងបាទនីប្រាបាទអស់បាំងរលិញហើយបាទមួយគ្រាប់នេះបងប្អូនមិត្តបាទរូបភាពយឺតណែអត់មានបាំងទេបាទសុវណ្ណរាជក៏ជួយសង្គ្រោះមិនបានដែរបាល់នេះបាទបាល់មូមកនេះបាល់នេះសេវាចេញពីបាទនេះ Brass ចូលថ្នាក់បាទគុណមុំលើកឲ្យវាសនាបាទជាប់រនាំងធ្លាក់ចេញក្រៅបងប្អូនបាទកីឡាករបាទអាហ្វិនបាទដៃប៉ាសេវ័យក្មេងបាទវ័យទៅតែ24ឆ្នាំទេរបស់ឥណ្ឌូនេស៊ីបាទឥឡូវនេះសេវាទៅឲ្យពីប៉ិនសរុនបាទចូលថ្នាក់ផាហាន់លើកឲ្យលូវីផ្ទះបច្ចេកទេសស្រាលតែជាប់បាំងកម្ពុជាយើងផ្ទះទូររាំងយកបានពីគូនមុំឱកាសយកបន្ទូលើកឲ្យវាសនាអូយបាទជាប់រនាំងណែនបាត់ទៅហើយបងប្អូនរិមត្តទស្សនិកជនបាទរូបភាពយឺតម្ដងទៀតបាទវាសនាគាត់វាយបាទកិច្ចបាំងប៉ុន្តែវាយអត់ចេញទេបងប្អូនបាទនេះសេវាចេញពីបាទកីឡាករលូវីបាទចូលថ្នាក់គុណមុំឆ្លងយកបានពីហ្វាហាន់លើកឲ្យហេនរ៉ាចូលថ្នាក់បានសវណ្ណរាជអូបាទសវណ្ណរាជជួយសង្គ្រោះបានមួយគ្រាប់លើកឲ្យបាទលូវីចូលថ្នាក់សវណ្ណរាជគ្រាប់ទី2គួនមុំបាទដកកាយបញ្ចូលសិនយកបានពីសវណ្ណរាជម្ដងទៀតហេនរ៉ាជាប់រនាំងលើកមួយទៀតហ្វាហាន់អូយបាទការជួយសង្គ្រោះ2ដងពីសវណ្ណរាជបាទប៉ុន្តែសោកស្ដាយការលើកទី3នេះគឺផ្ដាច់បាត់ទៅហើយជួយមិនបានទេបងប្អូនមិត្តណាហ្វាហាន់អរគុណបងប្អូនមិត្តឥឡូវនេះសម្រាប់ចែកទេបន្តិចសិនណាបាទជ្រាបការសម្រាប់ចែកទេនេះក៏អរគុណដល់អ្នកថមនៃកម្មវិធីអរគុណដល់ភេទជ្ជៈបើកម្លាំង work បង្កើនធម៌ពលឥតឈរអរគុណដល់ work អាយត្រជាក់ខ្លាំងបើកម្លាំងខ្លាំងបាទអរគុណដល់ភេទជ្ជៈបើកម្លាំង work ដែលបានឧបត្ថម្ភបាទ100លានរៀលសម្រាប់បាទជ័យលេខ2បាទកម្ពុជាយើងឈ្នះជ័យលេខ2នៅបាទ Civic Cup នេះបាទហ្វីលីពីនហើយនិងឥណ្ឌូនេស៊ីបាទ work ជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឲ្យឈ្នះមេដាយមាសក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអន្តរជាតិអរគុណបងប្អូនរិមត្តទស្សនិកជនដែលកំពុងទស្សនាសម្រាប់ការប្រកួតវគ្គសន្សំពិន្ទុបាទគូទី1ដែលកម្ពុជាយើងជួបឥណ្ឌូនេស៊ីនេះឥឡូវនេះសេវាទៅឲ្យពីលូវីចូលថ្នាក់គួនមុំអត់ឡើងទេបងប្អូនរិមត្តទស្សនិកជនមួយគ្រាប់នេះឥឡូវនេះពិន្ទុនាំមុខទៀតហើយពីឥណ្ឌូនេស៊ី17ទល់នឹង12រូបភាពយឺតទស្សនាបន្តសេវាពីលូវីចូលថ្នាក់បាទសឿនហេងដកណែបាទឲ្យប៉ិនសរុនចូលថ្នាក់បាទលីប្រូហ្វាហាន់ជាប់រនាំងអុករដ្ឋាណែនណែរូបភាពយឺតបាទណែនប៉ែតែម្ដងបាទនេះសេវាចេញពីវឿនវាសនាធ្ងន់មកវិញទៅក្រោយដកកាយពីលីប្រូហ្វាហាន់ផ្ទះបញ្ចូលយកបានពីសវណ្ណរាជណាបាទក្តោបទម្លាក់បាល់បំពេញហើយបាទបាល់បំពេញហើយរមិតបន្ទូបានមកខាងកម្ពុជាយើង
14 ទល់នឹង17កំពុងតែតាមពីក្រោយដោយកម្ពុជាយើងវឿនវាសនាចូលថ្នាក់លីប្រូបើលើកណែផ្ទះ3ម៉ែត្រពីលូវីរូបភាពយឺតៗណែបើលើកឲ្យលូវីណែបាទលើនេះសេវាពី Hendra ចូលថ្នាក់បាទសវណ្ណរាជលើកឲ្យប៉ិនសារ៉ូនចូលថ្នាក់ Hendra វិញលើក3ម៉ែត្រឲ្យលូវីអូយបាទលូវីមួយគ្រាប់ហើយមួយគ្រាប់ទៀតបាទតាមបាំងមិនតាន់ទេបាទពីកម្ពុជាយើងបាទមានការតវ៉ាថាបាល់ចេញចូលបាទបលអ៊ីនបលអាវបាទបលអ៊ីនណាបាល់ចូលបាទអញ្ចឹងការតវ៉ាមិនបានជោគជ័យទេពីកម្ពុជាយើងបាទលើសេវាពី Hendra បាទចេញក្រៅទៅហើយបាទ Hendra បាទ15ទល់នឹង19រិមិត្តជនបាទកំពុងតែតាមពីក្រោយដោយជំរឿជាតិបាល់ទះកម្ពុជាយើងលទ្ធផលយ៉ាងណាបាទដូចនឹងការប្រកួតកាលពីបាទជើងទី1នៅហ្វីលីពីនឬក៏យ៉ាងណាលើកណែបាទនីប្រាសបាទនីប្រាសបាទកម្ពស់1ម៉ែត្របាទ89វ័យទើបតែ18ឆ្នាំទេឥឡូវនេះសេវាចេញពីបាទ Alvin បាទ Alvin ដៃប៉ាសេរបស់ឥណ្ឌូនេស៊ីតាក់សំណាញ់ធ្លាក់ចូលអូយបាទកន្លក់សំណាញ់ចូលបាទមួយគ្រាប់នេះបាទមិននឹកស្មានទេបងប្អូនមិត្តបាទ Alvin នេះបាទកម្ពស់គាត់1.80 ម៉ែត្របាទវ័យ24ឆ្នាំវ័យក្មេងទេបាទ Alvin នេះអរគុណមកប្រិមត្តទស្សនិកជនបាទជាការក្នុងការសម្រាប់ចែកទីនេះក៏អរគុណដល់អ្នកធំនៃកម្មវិធីអរគុណដល់ភេជ្ជៈបើកម្លាំង work បង្កើននូវពលឥតជប់ឈរអរគុណដល់ work ត្រជាក់ខ្លាំងបើកម្លាំងខ្លាំងអរគុណដល់ភេជ្ជៈបើកម្លាំង work ដែលបានឧបត្ថម្ភទាំងស្រុងដំណើរឆ្ពោះទៅកាន់ការប្រកួត Civic Cup ហើយប្រកាសឧបត្ថម្ភបាទ100លានរៀលបន្ថែមទៀតសម្រាប់បាទជ័យលេខ2បាទកម្ពុជាយើងឈ្នះនៅហ្វីលីពីនហើយនិងឥណ្ឌូបាទអញ្ចឹងកម្ពុជាយើងឈ្នះបាទបាន50លានរៀលពី work ហើយនៅឡើយតែនៅការប្រកួតនៅខាងឥណ្ឌូនេស៊ីនេះអរគុណរិមិត្តបាទបងប្អូនដែលអ្នកទស្សនាណាបាទទោះជាលទ្ធផលយ៉ាងណាក៏សូមបាទលើកទឹកចិត្តគាំទ្រដល់ជំរឿជាតិបាល់ទះយើងទាំងអស់គ្នាទស្សនាការប្រកួតបន្តបាទសេវាត្រៀមចេញពីបាទ Alvin បាទឥណ្ឌូនេស៊ីបាទ Alvin ចូលថ្នាក់បាទសុវណ្ណរាជយកជើងមួយផ្ទះពីប៉ិនសរុនអត់ឆ្លងទេបាទឃើញថាដាក់កីឡាកររបស់យើងចូលច្រើនហើយបាទជុតដែលអត់បានចូលលេងនេះគឺយើងដាក់ដូចច័ន្ទវាសនាផ្សេងនេះគឺយើងនេះបាទសឿនហេកអីនេះគឺដាក់ចូលអស់ហើយបាទអញ្ចឹងដោះដូរកីឡាករយើងសំខាន់ហើយទុកកម្លាំងវិញហើយស្អែកនេះយើងនៅមានភារកិច្ចបាទមួយប្រកួតទៀតបាទសិនជាយើងចាញ់ថ្ងៃនេះគឺយើងនៅមានប្រកួតស្អែកដែលយើងឈ្នះបាទហ្វីលីពីនយើងមានឱកាសឡើងទៅកាន់វគ្គបន្តទៀតហើយបាទអញ្ចឹងមកប្រិមិត្តការពីប្រកួតនៅឯខាងហ្វីលីពីននោះការជួបគ្នារវាងកម្ពុជានិងឥណ្ឌូនេស៊ីគឺយើងចាញ់3-0អញ្ចឹង
សម្រាប់ថ្ងៃនេះលទ្ធផលយ៉ាងណាបងប្អូនប្រិមិត្តដូចនឹងជើងកាលពីបាទហ្វីលីពីនឬមកក៏យ៉ាងណាបាទ23ទល់នឹង16បាទរៀងដាច់បន្ទុកដល់តែ6បន្ទុកបាទរៀងឆ្ងាយតិចហើយបាទលើនេះសេវាត្រៀមចេញពីបាទហ្វាហាន់បាទច័ន្ទវាសនាបាទមកពីស្នងការភ្នំពេញបាទហ្វាហាន់ធួនបាទចូលថ្នាក់ច័ន្ទវាសនាលើកឲ្យប៉ិនសារុនបែករនាំងចេញក្រៅទៅហើយបាទក្នុងមីដលប្លុកក៏បានចូលលេងដែរបាទខេងធូណាយុវជនមកពីបាទវិសាខាសិតតែយុវជនណាបាទក្មេងបាទឈុតជាមួយនឹងសវណ្ណរាជនេះដែរបាទលើទស្សនាបន្តទៀតបាទសេវាចេញពីសឿនហេងចូលកញ្ញាំលូវីលើកឲ្យហ្វាហាន់អូបាទចូលកន្លែងណាទេបាទសឿនហេងបាទមកគ្រាប់នេះអូយបាទចូលថ្នាក់អត់នៅរូបភាពយឺតបាទឥឡូវនេះស៊ីងហ្គិកសេរីចាស់របស់បាទខាងឥណ្ឌូនេស៊ីបាទឥឡូវនេះសេវាចេញពីឥណ្ឌូនេស៊ីចូលថ្នាក់បាទសវណ្ណរាជលើកឲ្យបាទច័ន្ទវាសនាឆ្កឹះបញ្ចូលមួយផ្ទះទៅវិញចូលថ្នាក់បាទលើកឲ្យច័ន្ទវាសនាបែករនាំងចេញក្រៅទៅហើយបន្ទុកបានមកខាងកម្ពុជាយើង18-24បាទមកឆ្ពាញ់ហើយបានទៅខាងឥណ្ឌូនេស៊ីចឹងឥណ្ឌូនេស៊ីគេត្រូវការតែមកគ្រាប់ទៀតទេបងប្អូនមិត្តចឹងបងប្អូនមិត្តណាលទ្ធផលយ៉ាងណាក៏សូមបន្តការគាំទ្រលើកទឹកចិត្តដល់កីឡាករជម្រើសជាតិបាល់ទះយើងទាំងអស់គ្នាយើងនៅមានការប្រកួតថ្ងៃស្អែកក្នុងវគ្គសន្សំបន្ទុកណាបើយើងឈ្នះហ្វីលីពីនបាទយើងមានសង្ឃឹមឡើងទៅកាន់វគ្គបន្តណាបងប្អូនមិត្តចឹងបើយើងស្អែកនេះយើងត្រូវជួបហ្វីលីពីនម៉ោង7ព្រឹកបាទអធិស្ឋានបងប្អូនម៉ោង7យប់បាទ7ព្រឹកនេះបាទនេះរំហើយបាទហ្វេនអ្នកគ្រប់គ្រងបាទខាងឥណ្ឌូនេស៊ី24ណាបាទ24រំអត់អីរំចាស់បាទសង្ឃឹមតែចាំជួបគ្នាវគ្គផ្ដាច់ព្រាត់ទៀតបាទឥឡូវនេះវីដេអូ challenge បាទពីខាងឥណ្ឌូនេស៊ីគាត់ថាបាល់ចូលជើងបាទបាល់ចូលជើងហើយបាទ yes បាទដូច្នេះបាទ challenge success បាទដូច្នេះបាទជ័យជំនះបានទៅខាងឥណ្ឌូនេស៊ីដោយលទ្ធផល30-0ទៅលើជម្រើសជាតិបាល់ទះកម្ពុជាយើងអញ្ចឹងដូចនឹងលទ្ធផលកាលពីជួបគ្នានៅបាទហ្វីលីពីនដែរណាអរគុណមិត្តបាទនេះលទ្ធផលបាទសរុបបាទ24-26 15-25 17-25បងប្អូនប្រិមិត្តអញ្ចឹងបងប្អូនប្រិមិត្តយើងនៅមានការប្រកួតថ្ងៃស្អែកវាសន្សំបន្ទុកជាមួយនឹងជម្រើសជាតិបាល់ទះហ្វីលីពីនម៉ោង7យប់បងប្អូនប្រិមិត្តកុំភ្លេចរងចាំទស្សនានៃការប្រកួតទាំងអស់គ្នាគឺជាការប្រកួតដ៏សំខាន់របស់កម្ពុជាដើម្បីមានឱកាសឡើងទៅកាន់វគ្គបន្តនៃការប្រកួត Civic Cup នៅឯឥណ្ឌូនេស៊ីអរគុណពុកម៉ែបងប្អូនទស្សនិកជនអរគុណដល់អ្នកថែនៃកម្មវិធីអរគុណដល់ភេជ្ជៈបើកម្លាំង work អរគុណដល់ពុកម៉ែបងប្អូនដែលកំពុងទស្សនានៅការផ្សាយផ្ទាល់អរគុណដល់ថ្នាក់ដឹកនាំបាទដូចជាបាទអរគុណដល់ថ្នាក់ដឹកនាំបាទអាយដាមអភិសិទ្ធសសុខានិងលោកជំទាវកែសុសុភីអរគុណដល់អាយដាមបណ្ឌិតអង្គសេរីភិតបាទថ្នាក់ដឹកនាំអ្នកមុខអ្នកការគ្រប់ជាន់ថ្នាក់ដែលបានខិតខំប្រឹងប្រែងបាទហើយក៏ដូចជាបងប្អូនអ្នកគាំទ្រកម្ពុជាយើងទាំងអស់គ្នាហើយម្ដងទៀតសម្រាប់លទ្ធផលយ៉ាងណាក៏បងប្អូនមិត្តសូមមេត្តាលើកទឹកចិត្តគាំទ្រដល់កីឡាករជម្រើសជាតិបាល់ទះយើងទាំងអស់គ្នាបាទអញ្ចឹងបងប្អូនមិត្តបាទយើងសន្យាជួបគ្នានៅថ្ងៃស្អែកម៉ោង7ជាមួយនឹងការប្រកួតនឹងហ្វីលីពីនពីខ្ញុំបាទខេននិងក្រុមការងារ
ផ្សាយផ្ទាល់របស់សហព័ន្ធកីឡាបាល់ទះកម្ពុជារបស់យើងសូមអរគុណសូមជម្រាបលាជូនពររបស់សុខភាពល្អសំណាងល្អបាទធ្វើដំណើរទីជិតទីថ្ងៃបាទសូមគោរពច្បាប់ចរាចរណ៍ជៀសឲ្យឆ្ងាយពីគ្រឿងញៀនបាទសូមអរគុណ បាយដឹកមួយយប់នេះមានសកម្មឈ្នះអត់ ឈ្នះពូឈ្នះបើអត់ឈ្នះបានបាយណាហូ អូវាថាម៉េចវាយដោយយកបាយស៊ីពីកណាទេ ខ្ញុំត្រូវតែឈ្នះដើម្បីមានផ្ទះនៅ គ្រប់យ៉ាងដែលខ្ញុំមានប្រុសយ៉ាងគាត់ស៊ូធ្វើការងារសពបែបយ៉ាងដើម្បីបានមើលខ្ញុំទៅរៀនទោះជាចាប់ប៉ុណ្ណា ខ្ញុំត្រូវតែឈ្នះដើម្បីប្អូនខ្ញុំ ទោះឧបសគ្គធំប៉ុណ្ណាក៏គាត់តែងតែទៅមុខជានិច្ចសម្រាប់ខ្ញុំគាត់ហ៊ានលះបង់គ្រប់យ៉ាងនេះជា hero របស់ខ្ញុំ Verb for Unstoppable Hero Cambodia Cola រសជាតិនៃភាពរីករាយ ភេសជ្ជៈ Das គ្មានជាតិស្ករ Das Zero Sugar ផ្សំឡើងពីយិនសិនកម្រវីតាមីន B2 B3 B6 និងតូរីនទ្វេដងគ្មានជាតិស្ករហើយមិនប៉ះពាល់ដល់សុខភាពភេសជ្ជៈបើកម្លាំង Das គ្មានជាតិស្ករតែនៅតែខ្លាំងជំនះគ្រប់ឧបសគ្គជាមួយនឹងភេសជ្ជៈបើកម្លាំង Works Eye ត្រជាក់ធ្វើអារម្មណ៍ស្រស់ស្រាយរសជាតិម៉ុងតុលត្រជាក់បំពង់កភេសជ្ជៈបើកម្លាំង Works Eye ជំនះគ្រប់ឧបសគ្គ